បាទសួស្តីអ្នកនរគ្នារដងធ្លាប់លេងហ្គេមលើកនេះមកសម្រាយរឿងឲ្យអ្នកនរគ្នាមើលអីណាតែចង់ដឹងថាខ្ញុំសម្រាយមើលល្អយ៉ាងណានោះយើងចូលទៅមើលទាំងអស់គ្នាតែភ្លេចប្រាប់ថាខ្ញុំសម្រាយរឿងអីគឺខ្ញុំសម្រាយរឿងណាចានឹងថារឿងហ្នឹងល្អមើលខ្លាំងមែនតើតោះកុំចាំយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាគឺថាអ្នកដានសាច់រឿងគេបាននិយាយប្រាប់យើងថាក្រោយពេលដែលចក្រវាឡនេះបានកកើតឡើងហ្នឹងអស់រយៈពេលជាច្រើនលានឆ្នាំហើយកម្លាំងឋានសួគ៌និងផែនដីក៏បានរួមបញ្ចូលគ្នាបង្កើតឲ្យមានភាវៈមួយហើយភាវៈមានជីវិតមួយនេះវាតែងតែស្រូបធម្មពលពីគ្រប់ទិសទីដើម្បីចិញ្ចឹមជីវិតរបស់វាមិនថាព្រះច័ន្ទឬព្រះអាទិត្យឡើយហើយធម្មពលរបស់វាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលធម្មពលនោះអាចបង្កវិនាសកម្មដល់សកលលោកទាំងមូលដោយសារតែមើលឃើញដូច្នេះហើយទើបមានទេវតាមួយអង្គឈ្មោះថាថៃសានឡាវជីងបានចាត់តាំងឲ្យកូនសិស្សរបស់ខ្លួនចំនួន2នាក់ទៅបង្ក្រាបភាវៈមួយនោះគឺថាទេវតាទី1មានឈ្មោះថាថៃយីហើយទេវតាទី2មានឈ្មោះថាឆិនកងប៉ាវបានបញ្ចេញដើមស្អំរបស់ខ្លួនដើម្បីត្រៀមចាត់ការអីចឹងណាថៃយីក៏ឃើញចឹងភ្លាមគាត់ក៏បាននិយាយថាឯងកុំធ្វើវាភ័យមើលប៉ុណ្ណឹងចាំបាច់ប្រើអាវុធអីមើលទៅអញចាត់ការមកបើឆ្លាតចូលមកដៃប៉ាមកកូនតែគ្មានទេភាវៈនឹងមានតែចេះស្ដាប់អីប្រែកាឡាចេញដៃចេញចឹងដាក់មកដៃប៉ាងចូលពពកបាទហើយឆិនកងប៉ាវវិញឃើញចឹងសើចបរយអន់មែនទៅអញឯងមើលហើយឆិនកងប៉ាវក៏បានហក់ទៅกับភាវៈនោះចឹងទៅប៉ុន្តែត្រូវបិសាច់នោះក៏វែងប៉ាងទៅក្រោយវិញហើយភាវៈនោះក៏បានហក់មកដេញវាយតាមអីចឹងទៅប៉ុន្តែត្រូវបានឆុងកងប៉ាវនឹងចាប់ដៃទាន់ដោយអាវុធរបស់គាត់នឹងបានប្រើយុទ្ធសាស្ត្ររន្ទះដើម្បីឆក់វាបន្ថែមហើយអ្វីៗខុសពីការរំពឹងទុកថាមពលរន្ទះប៉ុណ្ណឹងមិនអាចធ្វើអ្វីវាបានទេបើជាវាស្រូបយកថាមពលរន្ទះទាំងអស់នោះមកផ្ដុំដើម្បីវាយត្រឡប់មកកាន់ឆិនកងប៉ាវវិញឆិនកងប៉ាវនឹងប៉ាងចូលពពកដូចគ្នាតោះមកថាយីក៏បានមកវាយជាមួយវាម្ដងទៀតគឺថាម្ដងនេះថាយីបានចាប់ដៃទាំងសងខាងរបស់វាហើយបន្ទាប់មកក៏បានហួចហៅជក់ទឹករបស់ខ្លួនដើម្បីឲ្យវាមករំដៃភាវៈមួយនោះថាយីក៏ឃើញចឹងភ្លាមអឺអរហើយក៏បាននិយាយទៅកាន់បិសាចនឹងចឹងណាមិនយ៉ាជីវិតឯខ្លាំងឯវាយមកតែគ្មានទេមិនយូរមិនវាក៏បានប្រែកាឡាចេញដៃ4 5មកទៀតចឹងណាព្រោះថាយីស្លាំងកាំងខ្លាំងមែនតើងាប់ហើយបាទមិនចាំយូរទេវាធ្វើការវាយយកហ្មងនេះដៃ2វាយអាដៃ2ទៀតហ្នឹងមកវែកសក់អីណាមានសក់ផងហ្នឹងដោយសារតែមើលឃើញកូនសិស្សរបស់ខ្លួនឯងហ្នឹងកាក់ពេកដូច្នេះហើយបានជាទេវតាថៃសានឡាវជីងចេញមុខមកបក្រាផ្ទាល់តែម្ដងហើយគាត់បានជប់ឆ្នាំងទឹកមួយរៀងដូចជាធុងសម្រាមហើយទំនាក់ទៅក្រោមឬសូតែផាំងប៉ើងថៃយី3ត្រឡប់បាទហើយចំពោះភាវៈនោះក៏ត្រូវបានចាប់បានស្រេចហើយបន្ទាប់មកថៃសានឡាវជីងក៏បានបំលែងវាទៅជាត្បូង2គ្រាប់ត្បូងពណ៌ក្រហមនេះគឺជាត្បូងបិសាចហើយថៃសានឡាវជីងក៏បាននិយាយថាដោយសារតែត្បូងពណ៌ក្រហមនេះគឺខ្លាំងអស្ចារ្យពេកគាត់គ្មានសមត្ថភាពក្នុងការកំទេចវាចោលនោះទេប៉ុន្តែគាត់ក៏បានដាក់បណ្ដាសាទៅលើត្បូងពណ៌ក្រហមនៅ3ឆ្នាំក្រោយត្បូងពណ៌ក្រហមនឹងត្រូវបានកំទេចដោយរន្ទះនៃឋានសួគ៌ចំណែកឯត្បូងពណ៌បៃតងជាត្បូងនៃទេវតាតបមកថៃសានឡាជីងក៏បានដាក់វាចូលក្នុងផ្កាឈូកទឹកមួយហើយក៏បាននិយាយប្រាប់ទៅកាន់កូនសិស្សរបស់គាត់ថាដោយសារតែត្បូងពណ៌ខៀវជាត្បូងទេវតាដូច្នេះហើយត្រូវមានអ្នកថែរក្សាគឺជោគវាសនាតម្រូវឲ្យត្បូងនៃទេវតាទៅកើតនៅក្នុងគ្រួសារមួយដែលត្រូវជាគ្រួសារមេតមឈ្មោះថាលីជីងហើយភារកិច្ចមួយនេះថៃសានឡាជីងបានប្រកល់វាទៅកាន់ថៃយីដើម្បីធ្វើបេសកកម្មមួយនេះដែលធ្វើឲ្យថៃយីសប្បាយចិត្តខ្លាំងមែនតើតែវាបានធ្វើឲ្យឆិនកងប៉ាក្តៅចិត្តខ្លាំងមែនតើថាតែហេតុអ្វីបានជាគ្រូមិនឲ្យខ្លួនមិនបានឲ្យអាកម៉ាប់ឈុតឈួលឡប់នឹងវិញព្រោះថាខ្លួនគឺជាសិស្សល្អខំប្រឹងហាត់រៀនខ្លាំងមែនតើប៉ុន្តែបើជាគ្រូមើលមិនឃើញពីសមត្ថភាពរបស់ខ្លួនឡើយប៉ុន្តែឆិនកងប៉ាមិនបាននិយាយវាចេញមកក្រៅនោះទេបានត្រឹមតែលាក់វាក្នុងចិត្តតែប៉ុណ្ណោះហើយសាច់រឿងក៏បានកាត់មកកាន់ឋានកដាលវិញយើងឃើញថាថៃយីកំពុងតែសប្បាយចិត្តខ្លាំងមែនតើដោយសារតែគ្រូនោះបកគលការងារឲ្យខ្លួនធ្វើអីចឹងណាហើយគាត់នឹងចូលចិត្តផឹកម៉ែផឹកខ្លួនឯងមកចិត្តម៉ែបច្ឆក់ជុកខ្លួនឯងទៀតណាមកចាប់ចំមកដាក់យកបរាយស្វឹងតាមម្ចាស់ស្វឹងតាមជូកនេះហើយសាច់រឿងក៏បានកាត់មកកាន់ផ្ទះលោកមេតបលីជីងដែលគាត់កំពុងតែដើរគ្រាប្រពន្ធគាត់ដែលកំពុងតែមានផ្ទៃពោះអញ្ចឹងណាដើម្បីចូលមកបន់ស្រន់ក្នុងវិហារមួយដើម្បីឲ្យកូនគាត់ឆាប់កើតអីអញ្ចឹងណាព្រោះតែកូនរបស់គាត់នឹងពោះយូរហើយប្រហែលជា3ឆ្នាំមិនទាន់កើតទេហើយប្តីរបស់គាត់ក៏បានដើរទៅគោរពដើម្បីបួងសួងអីចឹងទៅតែប្រពន្ធរបស់គាត់បាននិយាយថាឲ្យសម្រាប់ទៅបន់ស្រន់អីទេ3ឆ្នាំមិនទាន់ឃើញកើតអីហងនិយាយមិនទាន់រួចផុតពីមាត់ផងថាយីនឹងជ្រូករបស់ខ្លួនបានធ្លាក់មកលើដបោលឬសូតែផាំងហើយក៏បានក្រោកឡើងដើម្បីណែនាំខ្លួនចឹងទៅថាខ្លួនឈ្មោះអីហើយមកទីនេះមានការអីចឹងទៅប៉ុន្តែមិនទាន់បាននឹងនិយាយផងហ្នឹងដុំថ្មធ្លាក់មកសន្លប់ម្ដងទៀតទៅហើយសាច់រឿងក៏បានកាត់មកខាងក្រៅផ្ទះរបស់លោកមេតបលីជីងគឺមានប្រជាជនជាច្រើនធ្វើដំណើរមកផ្ទះរបស់លោកដើម្បីជាការអបអរនិងជូនពរប្រពន្ធរបស់លោកព្រោះបានឮថាប្រពន្ធរបស់លោកហ្នឹងគឺឈឺពោះឆ្លងទន្លេបានជាប្រជាជនគោរពស្រឡាញ់គ្រួសាររបស់លោកមេតបលីជីងហ្នឹងដោយសារតែគ្រួសាររបស់លោកក៏ជាអ្នកកម្ចាត់បិសាចការពារប្រជាជនអីចឹងណាដូច្នេះហើយបានជាទទួលបានការស្រឡាញ់ពីអ្នកភូមិចឹងទៅបាទកថាប្រជាជនមានគ្រប់ស្រទាប់វណ្ណៈតែម្ដងបាទថាប្រជាជនធម្មតាមេបនឬមួយក៏អ្នកភ្លេងគឺមកទាំងអស់តែម្ដងហើយព្រាមនោះយើងក៏សង្កេតឃើញថាឆិនកងប៉ាក៏មកសង្កេតមើលគ្រួសាររបស់ពួកគេផងដែរយើងមិនទាន់ដឹងទេថាគាត់មានបំណងអីចឹងណាមិនដឹងថាគាត់ចង់បំផ្លាញផែនការឬមួយក៏គាត់ចង់លួចត្បូងអីចឹងទៅបន្ទាប់មកគាត់ក៏បានប្រឡែងយន់ពីរមិនដឹងជាយន់ស្អីទេខ្ញុំមិនដឹងទេមើលតែទីយើងដឹងថាយន់ហ្នឹងគឺជាយន់អីចំណែកប្រពន្ធរបស់លោកម្ចាស់លីជីងវិញគាត់កំពុងតែឈឺពោះកើតកូនអីចឹងទៅចំណែកទេវតាថៃយីវិញគឺកំពុងតែត្រៀមធ្វើវិធីកំពុងតែរងចាំពេលវេលាល្អអីចឹងណាហើយគាត់ក៏បានគុនគូមើលអីចឹងទៅគឺថា1+1ស្មើ2ចុះមីបូកយូស្មើអីវិញទៅកំពុងតែគុនគូមើលសុកសត្វតនេះអមរាដើរចូលមកយកស្រាមកឲ្យគាត់ផឹកអីចឹងណាព្រោះគេដឹងថាគាត់ក៏ជាមនុស្សដែលចូលចិត្តផឹកស្រានេះលោកម្ចាស់ខ្ញុំយកស្រាមកឲ្យស្រាល្អណាអត់កើតទេរវល់ផឹកបានអត់កើតទេយកទៅវិញអត់កើតយកទៅវិញតែស្លឹងចុះស្លឹងឡើងធំបានទេឈ្ងុយពេកគឺថាគាត់លើកអកតែពីរដងគឺអស់តែម្ដងបាទហើយដោយសារស្រានឹងថ្នាំពុលធ្វើគាត់ស្លាប់បាត់ទៅហើយអ្នកអមរាដែលយកស្រាមកឲ្យគាត់ផឹកហ្នឹងដែលជាអ្នកអមរារបស់លោកម្ចាស់លីជីងហ្នឹងគឺចង់មកលួចផ្កាឈូកនេះយើងមិនដឹងទេថាអ្នកអមរាហ្នឹងគិតអីណាប៉ុន្តែគឺមិនអាចលួចបានទេគឺថាប៉ះលៀកអីចឹងណាព្យាយាមប៉ះច្រើនលើកច្រើនសារប៉ុន្តែនៅតែមិនអាចយកបានចឹងណាហើយឈិនខងប៉ាដែលឈុំមើលពីលើឃើញចឹងគឺខឹងខ្លាំងមែនតើអូអញ្ចឹងមានន័យថាអ្នកអមរាហ្នឹងជាកូនចៅរបស់គាត់អីចឹងគាត់មានការខឹងទៅលើលោកគ្រូគាត់ជាខ្លាំងដែលបានដាក់វេទមន្តការពារផ្កាឈូកហ្នឹងចឹងណាចំណែកប្រពន្ធរបស់លោកមេតបលីជីងគឺមិនទាន់កើតកូននៅឡើយទេហើយលោកមេតបលីជីងដើរចុះឡើងដោយសារតែគាត់បារម្ភពីប្រពន្ធរបស់គាត់ចឹងណាហើយភ្លាមនោះយាយមកក៏បានបើកទ្វារមកហើយនិយាយថាលោកស្រីចិត្តកើតកូនហើយឲ្យ
ហើយទេវតាថាយីចាប់ដើមធ្វើវិធីទៅប៉ុន្តែបែរមកមើលទេវតាថាយីកំពុងតែស្លាប់មិនទាន់ដឹងខ្លួននៅឡើយទេហើយអ្នកអំរៅកំពុងតែព្យាយាមដាស់គាត់ដោយការវាយក្បាលពោះគាត់ប៉ាត់ចឹងណាប៉ុន្តែវាយមិញក៏អត់ភ្ញាក់ដែរហើយលោកមេតបហាមិនឲ្យវាយនោះទេគាត់ថាមើលទៅវាមិនសមប្រកបជាទេវតាតែយីមកបានមកទឿនម្ដងទៀតអញ្ចឹងណាដូច្នេះហើយលោកមេតបគឺគាត់វាយខ្លួនឯងតែម្ដងគឺគៀងខ្លាំងមែនតើបាទហើយនៅទីបំផុតទេវតាថាយីក៏បានដឹងខ្លួនហើយក៏បានបញ្ញាប់រស់រាន់មកធ្វើវិធីជាបន្ទាន់ហើយអ្វីដែលសូននោះគឺថាផ្កាឈូកនោះគឺមានលេខកូដប៉ុន្តែទេវតាថាយីគឺថាផ្លេចលេខកូដបាត់ទៅហើយគាត់ក៏បានចុចព្រាវចុះព្រាវឡើងដូចយើងផ្លេចលេខកូដទូរស័ព្ទចឹងប៉ុន្តែក៏ដាក់ត្រូវទេចុចខុសតែម្ដងហើយគាត់និយាយថាកំភៃលេខកូដយើងអាចដាក់បាន5ដងហើយឥឡូវតែខុស4ដងតាហើយគាត់ក៏បានសួរថាបើខុស5ដងមានអីកើតឡើងទេវតាឆ្លើយថាខុស5ដងខូចហ្នឹងហើយគឺថាតចាំ10ឆ្នាំក្រោយទៀតបានអាចបើកបានម្ដងទៀតដោយសារតែពេលវេលាខ្លីបដាក៏បានយកដៃរបស់គាត់ទៅដាក់លើផ្កាឈូកទឹកជាលើកចុងក្រោយក៏ប៉ុន្តែអ្វីដែលមិននឹកស្មាននោះគឺផ្កាឈូកហ្នឹងស្កែនកញ្ចក់ដៃក៏បានដែរតបមកទេវតាថាយីក៏បានចាប់ដើមពិធីដោយចាប់យកត្បូងពណ៌ខៀវដើម្បីបញ្ចូលវាទៅកាន់កូនរបស់លោកម្ចាស់លីជីងប៉ុន្តែភ្លាមនោះអ្នកអំរើក៏បានស្រែកថាខ្មុលមកហើយទេវតាថាយីក៏បានងាកទៅមើលណាខ្មុលនៅណាខ្មុលហើយអ្នកអំរើក៏បានលូកដៃទៅលួចត្បូងអញ្ចឹងណាប៉ុន្តែត្រូវបានលោកម្ចាស់លីជីងហ្នឹងចាប់ដៃទាន់ណែចង់ធ្វើអីអាពយហើយទេវតាថាយីក៏បានសម្លឹងឃើញយន់អាយ៉ងដែលគេបញ្ជាពីក្រោយខ្នងហើយគាត់ក៏បានបេះវាចេញអញ្ចឹងទៅបេះហើយធ្វើឲ្យអ្នកអំរើហ្នឹងគឺស្លាប់ទៅតែម្ដងហើយរឿងវាមិនទាន់ចប់ទេលោកយាយមកក៏ត្រូវយន់អាយ៉ងរបស់គេផងដែរហើយគាត់ក៏បានលួចយកត្បូងទាំងពីរនោះហើយបានដាក់ត្បូងពណ៌ក្រហមចូលទៅក្នុងក្តារយន់បីចាប់ដើមពិធីអញ្ចឹងណាហើយលោកម្ចាស់លីជីងក៏បានហាមឃាត់ប៉ុន្តែហាមឃាត់មិនទាន់នោះទេបីគាត់វាយក្តារយន់នោះបំបែកក៏ដោយហើយតាមពលនៃគុជបិសាចក៏បានធ្វើដំណើរទៅចូលក្នុងផ្ទៃពោះរបស់ប្រពន្ធគាត់ហើយចំណែកត្បូងនៃទេវតាគឺលោកយាយមកក៏បានយកវាបកគលមកឲ្យឈិនកងប៉ាវបកមកផ្ទះរបស់លោកមេតបលីជីងវិញហើយទីបំផុតទៅកូនរបស់លោកមេតបក៏បានកើតឡើងបាទក៏ថាមានតែក្បាលនិងភ្នែកទេបាទអត់មានអីមានជើងអីទេដែលធ្វើឲ្យទេវតាថាយីនិងលោកម្ចាស់លីជីងស្រឡាំងកាំងជាខ្លាំងហើយកើតមិនទាន់បានម៉ាននាទីផងគឺចាប់ដើមអុកឡុកហើយបាទគឺថាមានតែការហក់បោកប៉ៅមនុស្សប៉ើងខ្ចាយពេញហ្នឹងអីចឹងណាបន្ទាប់មកទីរូតតូចនោះក៏បានដោះដៃដោះជើងពេញលេញចឹងទៅនឹងមានឈ្មោះថាណាចាហើយក៏បានប្រាយុទ្ធសាស្ត្ររបស់ខ្លួនបាញ់ភ្លើងផុងផាំងបាញ់ផ្ទះបាញ់ដើមឈើបាញ់មនុស្សពេញហ្នឹងចឹងណាទេវតាថាយីឃើញដូច្នេះគាត់ក៏បានប្រើកងឈីងខុនដើម្បីបង្ក្រាបណាចាហើយបានបញ្ជាឲ្យកងឈីងខុនហ្នឹងមករួមទៅរឹតករបស់ណាចាដើម្បីគ្រប់គ្រងធម្មពលរបស់ណាចាកុំឲ្យកាយសាហាវខ្លាំងពេកហើយនឹងបំរុងហក់ទៅសម្លាប់ណាចាចោលតែត្រូវម្ដាយរបស់ណាចាហក់មកពាំងមិនឲ្យសម្លាប់ណាចានោះទេហើយគាត់ក៏បានបំពរទេវតាណាថាកូនខ្ញុំទើបទៅកើតទេកុំស្លាប់ពីអីចឹងអ្នកនរគ្នាចិត្តជាម្ដាយណាគឺស្រឡាញ់កូនទៅបីគាត់ជេរយើងតិចមែនតែគាត់នឹងស្រឡាញ់យើងជាងគេហ្នឹងហើយតែអ្នកភូមិក៏បាននិយាយថាបិសាចនៅតែជាបិសាចនៅថ្ងៃណាមួយវាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជនចឹងហើយសូមឲ្យលោកមេតបគិតឲ្យបានច្បាស់លាស់ហើយលោកមេតបក៏បានតបទៅវិញថាគេជាកូនប្រុសរបស់ខ្ញុំគេកើតមកគឺគេគ្មានកំហុសនោះទេដូច្នេះហើយខ្ញុំសូមអ្នកនរគ្នាយកយល់ផងចុះខ្ញុំនឹងមើលថែគេបានល្អហើយបើគេបង្ករឿងអ្វីឡើងមកនោះខ្ញុំនឹងទទួលខុសត្រូវទាំងអស់ហើយសាច់រឿងក៏បានកាត់មកកាន់ឋានប្រជុំនាគនៅឯក្រោមបាតសមុទ្រឯនេះវិញឈិនកងប៉ាបានយកត្បូងនៃទេវតាមកធ្វើការចរចាជាមួយស្ដេចនាគហើយស្ដេចនាគក៏បានសួរថាតើនេះឬគឺជាត្បូងទេវតាដែលអាចធ្វើឲ្យកូនរបស់គាត់នឹងក្លាយជាទេវតាបានគឺរបៀបថាមានយុទ្ធសាស្ត្រអស្ចារ្យណាគាត់ទៅអាចក្លាយជាទេវតាអីចឹងណាហើយឈិនកងប៉ាក៏បានឆ្លើយថាមែនហើយបន្ទាប់មកស្ដេចនាគក៏បានខ្ជាក់សុទ្ធរបស់ខ្លួនដើម្បីឲ្យស្រូបយកត្បូងនៃទេវតាហើយកូនទារកដែលកាត់មកនោះមានឈ្មោះថាអាវពីងនឹងបានឲ្យឈិនកងប៉ាធ្វើជាគ្រូរបស់គេដើម្បីបង្ហាត់បង្រៀនគេហើយអនាគតទៅអាចនាំពូជពងនាងឲ្យរួចផុតពីកន្លែងដែលឈួតឡប់នេះទៅបាតសមុទ្រដែលមានឡាវ៉ាហ្នឹងអ្នកនរគ្នាប្រៀបដូចជាគុកចឹងយើងមិនទាន់ដឹងទេថាពូជពងនាងហើយដើម្បីបានជាមកជាប់យាមកន្លែងហ្នឹងចឹងណាហើយសាច់រឿងក៏បានកាត់មកកាន់ទេវតាថាយីនិងលោកម្ចាស់លីជីងឯនេះវិញពួកគាត់ទាំងពីរបានមករកទេវតាថៃសានឡាជីងដើម្បីដោះបណ្ដាសាឲ្យណាចាចឹងណាហើយក៏បានជួបទេវតាយាមទ្វារក៏បាននិយាយថាលោកគ្រូគឺអត់នៅទេគាត់ទៅមិនចេញទៅមិនហ្នឹងហើយមករកគាត់អត់មានការអីហើយលោកម្ចាស់លីជីងក៏បាននិយាយថាមករកគាត់ដើម្បីដោះបណ្ដាសាឲ្យណាចាហើយទេវតាពពកយាមទ្វារនោះក៏បានតបថាទេដោះមិនបានទេបណ្ដាសាដែលដាក់លើឋានសួគ៌គឺមិនអាចដោះបានទេដូច្នេះធ្វើឲ្យលោកម្ចាស់លីជីងគឺខកចិត្តខ្លាំងមែនតើគឺគាត់ចង់អង្គុយរត់ជង្គង់ចាំរហូតដល់ទេវតាត្រឡប់មកវិញចឹងណាទេវតាថាយីឃើញដូច្នេះគាត់ក៏បាននិយាយថាមិនបាច់រងចាំទេពេលវេលានៅលើឋានសួគ៌1ម៉ោងស្មើនឹងលើផែនដី1ឆ្នាំដូច្នេះហើយយកពេលវេលាដែលនៅសេសសល់ហ្នឹងទៅចំណាយពេលវេលាជាមួយកូនគឺវាល្អជាងហើយសាច់រឿងក៏បានកាត់មកកាន់ឋានកណ្ដាលឯនេះវិញគឺភូមិគ្រឹះរបស់លោកមេតបហ្នឹងឯងគឺថាមានសភាពបាក់បែកខ្ទេចខ្ទីអស់ទៅហើយសួរថាស្នាដៃរបស់ណាគេគឺស្នាដៃរបស់ណាចាហ្នឹងឯងគឺថាណាចាក៏បងដេកលើលបងល្អងើព្រោះថាខ្លួនមិនអាចចេញទៅក្រៅបានទេព្រោះថាទេវតាបានបង្កើតរបងសើការពារជុំវិញមិនឲ្យណាចាចេញទៅក្រៅបានឡើយព្រោះខ្លាចតែគេនឹងចេញទៅបង្ករឿងនៅខាងក្រៅហើយភ្លាមនោះម្ដាយរបស់គេក៏បានមកដល់ហើយសួរទៅកាន់ណាចាថាកូនឯងឡើងទៅធ្វើអីលើហ្នឹងកូនហើយណាចាក៏បានតបមកវិញថាហាបងមិនឲ្យខ្ញុំមកហ្នឹងខ្ញុំទៅណាចេញទៅខាងក្រៅធ្វើគេប៊ូលូរហូតហ្នឹងហើយម្ដាយណាចាក៏បាននិយាយលួងលោមកូនអញ្ចឹងណាក៏បានបបួលណាចាមកលេងជាមួយគាត់ព្រោះថាថ្ងៃនេះគាត់ទំនេរតែបបួលយ៉ាងណាក៏ណាចាមិនព្រមលេងជាមួយគាត់ដែរតបមកណាចាក៏បានតបទៅកាន់ម្ដាយរបស់ខ្លួនថាម៉ែឯងមានពេលលេងមួយខ្ញុំដែរអីបើមួយថ្ងៃរវល់ដើរខ្លាក់ចាប់តែបីសាច់ហ្នឹងហើយនៅតែមិនខ្វល់ពីម្ដាយរបស់ខ្លួនតែចិត្តរឹងមិនបានយូរហ្មងទេឡែករបស់គេនិយាយថាកូនឯងលេងសៃមួយម៉ែអត់ម៉ែទៅទិញសៃមកថ្មីខលឮថាបានសៃថ្មីគឺញ៉ាំក្បួយតែម្ដងបាទអូយបងម៉ែឯងបងប៉ុណ្ណឹងខ្ញុំលេងក៏បានដែរតាមុននឹងលេងនេះអំរើក៏បានសួរទៅកាន់អ្នកស្រីម្ចាស់ថាតើអ្នកស្រីត្រូវការអាក្រោះដែរអត់អ្នកស្រីបានតបទៅវិញថាមិនបាច់ទេវាមិនដែលលេងសៃមួយកូនខ្ញុំវាមិនដែលធ្វើខ្ញុំងាប់ទេភ្លាមនោះអាចារ្យក៏បាននិយាយថាអ្នកម៉ែចាំទទួលសៃរបស់កូនមកកូនមកមានទេម៉ាំងផ្លឹបនោះប៉ើងជាប់ជាងបន្ទាប់មកក៏លើកមេដៃមួយឡណាកូនឲ្យអាក្រោះមកក្រោយពេលអាក្រោះហើយគាត់ក៏បានលេងបន្តទៀតចឹងណាតែមុនលេងគាត់ហៅអ្នកអំរើគាត់មកលេងជាមួយដែរអំរើលេងយើងច្បាស់ជាដឹងថាឈុតឆាកបន្ទាប់មានអ្វីកើតឡើងមើលតាជាងដឹងហើយនេះម្ដាយរបស់អាចារ្យទៅបើជាហត់យ៉ាងណាក៏ដោយក៏គាត់ទ្រាំលេងជាមួយកូនរបស់គាត់ដែរចិត្តជាម្ដាយឃើញកូនសប្បាយចិត្តណាខ្លួនក៏សប្បាយចិត្តដូចគ្នាដែរគាត់ដឹងថាកូនរបស់គាត់នឹងឯកាព្រោះថាមិនអាចចេញខាងក្រៅបានទេហើយម្យ៉ាងទៀតណាគាត់ក៏រវល់ច្រើនមិនសូវបានផ្ដល់ពេលវេលាឲ្យអាចារ្យប៉ុ
ប្រមាណដែរលេងមិនទាន់បានប្រមាណផងភ្លាមនោះមានភារកិច្ចថ្មីដែលត្រូវឲ្យម្ដាយរបស់អាចារ្យនោះបំពេញជាបន្ទាន់ចូលនិយាយចឹងភ្លេចមើលមុខពីរនាក់នោះមើលខៃថាលេងទេតែមិនបាច់មើលមុខឯនោះចំណែកអាចារ្យវិញឃើញម្ដាយរបស់ខ្លួនរវល់អញ្ចឹងគឺខឹងទៀតហើយលេងមិនទាន់បានផងគឺម្ដាយរបស់ខ្លួនគឺរវល់ទៀតហើយចំណែកម្ដាយរបស់អាចារ្យគឺគ្មានអ្វីនិយាយនោះទេគឺគាត់បានត្រឹមតែសុំទោសកូនគាត់តែប៉ុណ្ណោះចាំថ្ងៃណាគាត់ទំនេរគាត់នឹងមកលេងជាមួយអាចារ្យទៀតអញ្ចឹងណាដឹងទេម៉ាក់ឯងអញ្ចឹងរហូតនឹងបន្ទាប់មកម្ដាយរបស់អាចារ្យក៏បានចេញទៅបំពេញបេសកកម្មបាត់ទៅដែលតោឲ្យអាចារ្យនៅខឹងតែម្នាក់ឯងក្រោយពេលដែលគាត់ចេញមកដល់ក្រៅហើយគាត់ក៏បានបែរមកនិយាយជាមួយអ្នកយាមទ្វារវេទមន្តថាពួកឯងទាំងពីរត្រូវយាមទ្វារចិត្តធ្វើមិនយ៉ាងមិនឲ្យអាចារ្យចេញទៅក្រៅបានឡើយបាទម្ចាស់ស្រីអាចារ្យមិនចេញខាងទ្វារខាងខ្ញុំទេម្ចាស់ស្រីចេញខាងទ្វារអាមួយនោះស្អីគេចេញទ្វារខាងអញហែងបែកអីអាឈើកុំជឿវាម្ចាស់ស្រីអាចារ្យក៏ចេញខាងវានោះទេអីហែងក៏ប៉ិនម៉ែបាទហើយហត់ថាអ្នកយាមទ្វារពីរនាក់ហ្នឹងគឺឆ្លោះគ្នាថាចេញខាងនេះចេញខាងនោះចឹងណាសូម្បីតែម្ដាយរបស់អាចារ្យក៏គាត់ទ្រាំអត់បានដែរហើយបន្ទាប់មកគាត់ក៏បានចាក់ចេញទៅមកសន្ទុះក្រោយមកគេឈប់ឆ្លោះគ្នាឯគេអង្គុយយាមធម្មតាចឹងណាភ្លាមនោះអាចារ្យក៏បានយកដុំថ្មម្ដុំដើម្បីគប់ក្បាលអ្នកយាមចឹងណាហេហែងគប់អញមែនហ៎គប់អីគេឈើហែងបែកអីបាទលើកនេះគឺថាអាចារ្យគប់ដុំធំម្ដងហើយលើកនេះមានសួរច្រើនទៅគាត់បែបមកប៉ាំងប៉ើងម្ដងដោយសារតែអ្នកយាមទ្វារពីរនាក់ហ្នឹងរវល់ឆ្លោះគ្នាចឹងហើយធ្វើឲ្យអាចារ្យចេញមកក្រៅយ៉ាងស្រួលតែម្ដងចេញបានប៉ុណ្ណេះហ្នឹងផ្អើលហើយប៉ុណ្ណេះហើយសាច់រឿងក៏បានកាត់មកក្នុងផ្សារមួយអញ្ចឹងណាប្រជាជនកំពុងតែរស់នៅសុខសាន្តអញ្ចឹងទៅពេលនោះអាចារ្យក៏បានមកដល់តមកដល់តែគាត់លឺសលេងពីចង្ងាយហ្នឹងក៏នាំគ្នារត់បាសជើងសោព្រាបតែម្ដងមានអ្នកខ្លះហ្នឹងចូលក្នុងពីងសូម្បីតែមឈូសដែលដឹកអ្នកស្លាប់ហ្នឹងក៏ចាក់ចោលហើយនាំគ្នាហក់ចូលឲ្យពូនខ្លួនឯងអញ្ចឹងទៅអញ្ចឹងទៀតហើយតែដឹកលោកស្រីនេះវិញចាក់លោកស្រីហ្នឹងចោលហើយអ្នកផ្សេងគេស្នៃនាំគ្នាហក់ចូលពួនអស់លេងហើយមិនដឹងធ្វើម៉េចក៏ធ្វើពុតជាស្លាប់ទៅហើយដកយ័ន្តពីខ្មោចយកបិទខ្លួនឯងបន្តមកអាចារ្យក៏បានសួរថាពួនហើយអស់នៅតែទោះបីជាពួនយ៉ាងណាក៏ដោយក៏មិនអាចរួចផុតពីកញ្ញាម្ដាយរបស់អាចារ្យបានដែរអ្នកពួនលើចុងឈើក៏ដោយអ្នកពួនក្នុងទឹកក៏ដោយបានគឺឃើញផុតទាំងអស់ហ្នឹងចេញមកម្ដងគឺថាធ្វើឲ្យភូមិនេះគឺរញ៉េរញ៉ៃខ្លាំងមែនតើហើយសាច់រឿងក៏បានកាត់មកកាន់ក្មេងមួយក្រុមដែលកំពុងតែរៀបចំផែនការដើម្បីកម្ចាត់អាចារ្យភ្លាមនោះគ្នារបស់គេម្នាក់ទៀតទៅតែមកដល់ហើយគ្នារបស់គេក៏សួរថាឯទៅណាយូរម៉េចទៅមកដល់ហើយអូនពាក់មុខជ្រុងក៏បានឆ្លើយថាខ្ញុំរវល់រៀបចំផ្ទះដើម្បីកម្ចាត់អាចារ្យលបងតែឯគេឲ្យរៀបរាប់មើលបន្ទាប់មកអូនពាក់មុខជ្រុងហ្នឹងក៏បានរៀបរាប់ប្រាប់អញ្ចឹងទៅពីដំបូងអាចារ្យដើរកាត់ស្ពានមួយហើយក៏បានធ្លាក់ចុះទៅក្រោមពេលធ្លាក់ដល់ដីបាត់ឲ្យខ្ញុំដាក់ក្រោមស្ពានវានឹងធ្លាក់មកពេលនោះវាច្បាស់ជាឃើញផ្ទះមួយនៅក្បែរខ្លួនរបស់វាហើយទៅពេលដែលវាយកផ្ទះនោះមករងកំបិតខ្សែដែលចោលនឹងផ្ទះនឹងទាញកន្លងថ្មឲ្យរមៀលមករកវាមកតង់ទៀតនោះវានឹងឃើញចន្លោះថ្មមួយកន្លែងចូលពួនហើយបន្ទះឈើនឹងផ្ទាត់វាឡើងទៅលើមេឃនៅពេលដែលធ្លាក់មកទៅនៅលើចុងឈើមួយគឺថាខ្ញុំបានដាក់ពស់នៅលើនោះបន្ទាប់មកវាច្បាស់ជាឃើញចណ្ដាលដែលខ្ញុំដាក់នៅក្បែរនោះហើយប៉ុន្តែចណ្ដាលនោះជាចណ្ដាលពុកផុយនោះទេបន្ទាប់មកវានឹងធ្លាក់មកក្រោមជាមួយនឹងសំបុកអមម៉ាល់ដែលខ្ញុំបានចងជាប់នឹងខ្សែចណ្ដាលនោះបន្ទាប់មកខ្មុំទាំងអស់នោះនឹងដេញណាចាខ្មុំនឹងដេញគេរហូតបើមិនចង់ឲ្យខ្មុំតិចទេគេនឹងលោតចូលភពមួយនេះល្បិចឲ្យល្អមែនណាបាទអរគុណបងអរគុណបងតែអូនហ្នឹងវាមិនសុខចិត្តទេប៉ុណ្ណឹងគឺបានបញ្ជាឲ្យគ្នាហ្នឹងចាក់បន្លាចូលបន្ថែមទៀតគឺដើម្បីឲ្យនៅពេលដែលណាចាហក់ចូលទៅឲ្យមុតស្លាប់នៅក្នុងហ្នឹងតែម្ដងបាទដាក់បន្លាមកគ្រប់ទេនោះគ្នានោមដាក់ថែមទៀតចឹងណាហើយណាចាដែលពាក់មុខជ្រូកនោះក៏បានសួរថាបងឯងប្រកាសហើយឬចង់ធ្វើបាបណាចាក្មេងប្រុសនោះក៏បានឆ្លើយថាមែនហើយព្រោះថាមិនងាយទេដែលណាចាចេញមកក្រៅអញ្ចឹងតែភ្លាមនោះមានអូនម្នាក់ក៏បាននិយាយថាតែយើងធ្វើដូចម្ដេចទៅដើម្បីឲ្យណាចាដែលកាត់ស្ពាននោះហើយណាចាដែលបន្លំខ្លួននោះក៏បាននិយាយថាងាយទេគឺបន្លាចវាទៅគ្នាក៏បានសួរថាបន្លាចមកយើគឺថាបន្លាចអញ្ចេះគឺថាណាចាបានដោះស្រោមុខចេញដែលធ្វើឲ្យក្មេងៗហ្នឹងភ័យខ្លាំងមែនតើនោះគ្នារត់ផ្អើលជើងអស់ទៅរត់កាត់ណារត់កាត់ស្ពានដែលមានអន្ទាក់ហ្នឹងដូច្នេះហើយអន្ទាក់ដែលរៀបចំសម្រាប់ណាចាគឺត្រូវធ្លាក់ទៅលើខ្លួនឯងទាំងអស់ចុងក្រោយគេគឺហក់ចុះក្នុងទឹកផុកនឹងឯងបន្ទាប់មកក្មេងម្នាក់នោះក៏បានជេរទៅកាន់ណាចាថាក្មេងបិសាចពាក្យសម្ដីមួយម៉ាត់នេះធ្វើឲ្យណាចាខឹងខ្លាំងមែនតើហើយណាចាក៏បានតត់ដុំថ្មសម្ដៅទៅសម្លាប់ក្រុមក្មេងទាំងអស់នោះចឹងណាប៉ុន្តែត្រូវបានទេវតាថៃយីមកជួយសង្គ្រោះទាន់បើមិនចឹងទេច្បាស់ជាស្លាប់ជាមិនខានព្រោះថាកម្លាំងជើងរបស់ណាចាពិតជាខ្លាំងមែនតើដុំថ្មដែលហោះទៅគឺបានកំទេចភ្នំអស់មួយឯណោះបន្ទាប់មកលោកគ្រូថៃយីនិងឪពុករបស់ណាចាបានចាប់គេត្រឡប់ទៅវិញហើយបានយកគេមកឃុំក្នុងដំណាក់មួយដោយហាមមិនឲ្យគេចេញទៅណាទៀតឡើយបានឲ្យពីរនាក់នេះជាអ្នកយាមនិងយាមជាប់ទាំងអស់ទេចាំមើលបន្ទាប់មកពួកគេទាំង3បានមកអង្គុយពិភាក្សាគ្នាអំពីរឿងរបស់ណាចាគឺថាពួកគាត់ទៅមកពីឋានលើវិញចឹងណាអស់រយៈពេល1ឆ្នាំហើយម្ដាយរបស់ណាចាបាននិយាយថាមិនបាច់និយាយទេខ្ញុំដឹងហើយធម្មតាសារហ្នឹងមិនអាចដោះបានទេហើយគាត់ក៏បាននិយាយទៅកាន់ប្តីរបស់គាត់ថាបងតែយើងគួរតែឈប់ពីការងារហើយចំណាយពេលវេលាចុងក្រោយជាមួយកូនរបស់យើងតើបងគិតយ៉ាងម៉េចដែរតែពេលនោះលោកគ្រូថៃជីក៏បានបដិសេធហើយគាត់ក៏បាននិយាយថាអ្នកស្រីគួរតែឲ្យខ្ញុំធ្វើជាគ្រូរបស់គេដើម្បីឲ្យខ្ញុំបង្ហាត់បង្រៀនគេឲ្យខ្លាចជាអ្នកកម្ចាត់បិសាចពេលនោះប្រជាជននឹងលែងស្អប់គេទៀតហើយបន្ទាប់មកលោកម្ចាស់លីជីងក៏យល់ព្រមតាមសំណើរបស់លោកគ្រូថៃជីគាត់បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាមានតែវិធីនេះទេអូនដែលធ្វើឲ្យនៅពេលដែលគេស្លាប់ទៅទើបបញ្ជាប់ឈ្មោះថាជាបិសាចលេឌីយិនគ្មានជំរើសទេចុងក្រោយគាត់ក៏បានយល់ព្រមទៅកាន់អ្នកទាំងពីរចឹងណាដោយឲ្យលោកគ្រូថៃជីធ្វើជាគ្រូបង្រៀនរបស់ណាចាលុះព្រឹកឡើងអ្នកបម្រើក៏បានយកអាហារមកឲ្យណាចាអញ្ចឹងណាប៉ុន្តែស្រែកហៅយ៉ាងម៉េចក៏អត់ឃើញណាចាដែរអ្នកបម្រើក៏បានស្រែកថាបាត់ណាចាឯងបាត់ហើយពួកឯងទាំងពីរនេះយាមមិនបានឲ្យបាត់ណាចាហ្នឹងកើតទេទៅប្រាប់លោកម្ចាស់លឿនប៉ុន្តែតាមពិតទៅណាចាពូនលើដបូលឯនេះទេហើយនៅពេលដែលដើរចេញមកខ្លួនក៏បានផ្ទះឃើញផ្ទាំងគំនូរមួយផ្ទាំងណាចាដោយសារតែឆ្ងល់ខ្លួនក៏បានយកដៃទៅប៉ះអញ្ចឹងទៅបន្ទាប់មកផ្ទាំងគំនូរនោះក៏បានស្រូបទាញណាចាចូលក្នុងនោះតែម្ដងគឺបានស្រូបទាញគេមកកាន់ពិភពគំនូររបស់លោកគ្រូថៃយីហើយទីនេះពិតជាមានសភាពស្រស់ស្អាតខ្លាំងមែនតើមិនថាណាចាទេដែលផ្លៃភ្នែកសូម្បីឲ្យខ្ញុំក៏ចង់ចូលទៅដែរនោះណាចាក៏បានកលេចឃើញលោកគ្រូថៃយីចឹងណាហើយណាចាក៏បានហៅគាត់ថាណែទេវតាក៏ធាត់លោកគ្រូថៃយីគាត់មិនខឹងទេគាត់ក៏បានឲ្យណាចាហៅគាត់ថាលោកគ្រូមកគាត់នឹងបរៀនយកសិលដល់ណាចាអញ្ចឹងណាប៉ុន្តែណាចាតទៅវិញថាខ្ញុំមិនចង់រៀនទេមកលោកគ្រូថៃយីគាត់ក៏បានជប់ដើមឈើមួយខ្លាចជាទូកនឹងហៅទឹកមកជីលេងយ៉ាងសប្បាយមិនដឹងសប្បាយមិនដឹងបាសសក់នេះគេបង្កើតផ្លូវទៅកកហោះឡើងលើមេឃខ្វាត់ខ្វែងអីអញ្ចឹងណាតែមើលទៅគួរឲ្យសប្បាយខ្លាំងមែនតើហោះទៅលើមេឃយ៉ាង
ខ្ពស់ហើយដើម្បីតែធ្លាក់វិញចូលក្នុងទឹកអីចឹងទៅហើយក៏មានផ្កាឈូកមួយទ្រពួកគេឡើងមកលើវិញហើយពួកគេក៏បានជិះកំសាន្តក្នុងបឹងឈូកដ៏ធំហ្នឹងទៅម៉ែមើលទឹកឈូកបិទបិណ្ឌយះហើយបើមើលត្រីវិញស្រស់ស្អាតខ្លាំងមែនតើដូចជាមេអំបៅវាមិនដែលត្រីណាដូចមេអំបៅហើយក៏បានជប់ឲ្យទឹកហ្នឹងហោះឡើងលើមេឃហើយផ្កាឈូករបស់គេហ្នឹងក៏ហោះតាមទឹកនោះផងដែរដែលទស្សនវិជ្ជាមួយនេះពិតជាស្រស់ស្អាតខ្លាំងមែនតើធ្វើឲ្យណាចាពិតជាសប្បាយរីករាយខ្លាំងមែនតើមកបើចង់រៀនហៅយើងថាលោកគ្រូមកប៉ុន្តែណាចាក៏បានតបទៅវិញថាឈើខ្ពើមណាស់ហើយក៏បានទៅឈរនំធ្វើបង្ងើយអីចឹងណាលោកគ្រូថៃយីឃើញអញ្ចឹងចើអាក្មេងនេះឆ្លើយបដាយមួយសិនណាគឺគាត់បានប្រែដងថ្មទៅជាកន្ត្រៃដើម្បីកាត់តលឹងតឹងរបស់ណាចាអីចឹងណាហើយណាចាក៏បានទៅពួនក្នុងគុំព្រៃមួយហើយលោកគ្រូថៃយីក៏បានបំលែងគុំព្រៃនោះខ្លះទៅជាជ្រូកខ្វាយចឹងទៅខ្ញុំពិតជាខ្លាំងមែនតើពេលនោះលោកគ្រូថៃយីក៏បាននិយាយថាមិនដែរប៉ុណ្ណឹងចង់រៀនអត់ហើយណាចាក៏បាននិយាយថាបើខ្លាំងណាស់ប្រែកាឡាខ្ញុំខ្លះជាយ៉ាពេញប៉ោះមកស្លាប់មន់ក្លុក13000ប៉ុន្តែលោកគ្រូថៃយីគាត់មិនបានធ្វើនោះទេគាត់ក៏បានឲ្យបល័យទៅកាន់ណាចាដើម្បីរៀនខ្លួនឯងចឹងទៅអាបុក3លើកជាការ៉េស្មាសេបុកដេលើកជាគីបអីចឹងទៅគាត់ណាចាបានលើហើយណាចាបាននិយាយថាងក់ឲ្យបល័យឡើងរកកាផ្លែហ្នឹងរៀនតែកន្លះម៉ោងចេះហើយលោកគ្រូថៃយីក៏បាននិយាយថាអើអញរោតាហ្នឹងតាបកែណាប្រែដុំថ្មនោះឲ្យខ្លាចជាតុកភ្លាមឯណាចាក៏បាននិយាយថាអូខេចាំតើមើលស្លាប់មន់ក្លុក13000ពីវប្រែហើយលោកគ្រូថៃយីក៏បានមកលួចឈោសោយអីចឹងណាគាត់ថាខ្លួនឯងហ្នឹងរៀន60ឆ្នាំចង់ចេះផងហ្នឹងព្រោះអាក្មេងតូចឯងតយូរតែគិតសពទៅខ្លួនឯងល្ងងដឹងអីបានរៀនយូរដល់ថ្នាក់ហ្នឹងហើយគាត់ក៏បានប្រើជក់ទឹករបស់គាត់ដើម្បីប្រែកន្លែងដុំថ្មមួយទៅជាកន្លែងគាត់ដេកចឹងណាដល់ពេលល្ងាចឡើងម្ដាយរបស់ណាចាក៏បានដើរចូលមកហើយក៏បានដើរមកដាស់លោកគ្រូថៃយីចឹងណាហើយក៏បានសួរថាបាត់ណាចាតាណាព្រោះថាបានឃើញណាចាទេភ្លាមនោះម្ដាយរបស់ណាចាបានឃើញណាចាដេកលងក្នុងទឹកគាត់ពិតជាភ័យខ្លាំងមែនតើក៏បានស្រែកប្រាប់លោកគ្រូចឹងណាលោកគ្រូថៃយីក៏ឃើញចឹងក៏បានស្ទុះទារត់ទៅជួយចឹងណាប៉ុន្តែក៏ភ្លេចឲ្យទឹករាក់ម៉ែជាប់ក្បាលក្នុងដីបរហើយហើយយកដល់លើគោគាត់ក៏បានស្ទីបជីបចោមើលចឹងណាអូថ្ងៃហ្នឹងឆ្នោតចេញ82ថ្ងៃហ្នឹងចាអើដល់ខហើយបន្ទាប់មកគាត់ក៏បានធ្វើការសង្គ្រោះបឋមអីចឹងណាមានសង្កត់ដើមទ្រង់ផងមានផ្លុំមាត់ផងប៉ុន្តែផ្លុំចោះឡើងមាត់នោះគឺជាមាត់កែបនោះទេហើយចំណែកឯម្ដាយរបស់ណាចាគឺជាណាចាប្រែកាឡានោះឯងហើយកង្កែបនោះក៏មានពឹសផងដែរដែលធ្វើឲ្យលោកគ្រូថៃយីហ្នឹងគឺហៅមកហៅមាត់អស់ហើយគាត់ក៏បាននិយាយងើម្នាក់ឯងថាយីអានេះដងរបស់វាឯងរៀន60ឆ្នាំមិនទាន់ចេះផងវារៀនផ្លែតចេះខ្មាស់វាដល់ហើយពេលនោះគាត់ក៏បានសុំណាចាឲ្យបរៀនគាត់វិញចឹងណាសូម្បីតែគាត់ក៏អត់ទាន់ចេះប្រែកាឡាសត្វមានជីវិតផងដែរប៉ុន្តែត្រូវបានណាចាបដិសេធហើយណាចាក៏បាននិយាយថាបរៀនវេទមន្តខ្ញុំថែមទៀតមកចាំខ្ញុំ5ហើយលោកគ្រូថៃយីក៏បាននិយាយថាអូខេចូលម្លេះមកចាំខ្ញុំបរៀនវេទមន្តភ្លើងដល់ឯងហើយនៅពេលដែលណាចាដើរចូលទៅភ្លាមនោះណាចាក៏បាននិយាយថាវេទមន្តភ្លើងអីធំដូចផោមចឹងហើយគាត់និយាយថាពេលនេះគាត់ត្រូវពឹសគាត់មិនទាន់អាចបរៀនបានទេចាំគាត់ភាសាពឹសរបស់គាត់សិនហើយគាត់ក៏បានពឹងណាចាជួយយកឆ្នាំភាសាឲ្យគាត់ចឹងណាហើយឆ្នាំភាសារបស់គាត់ក៏ទុនក្នុងខោរបស់គាត់ហ្នឹងហើយលោកចុះលោកឡើងណាចាក៏បានប្រទះឃើញលំពេងមេឃាក៏បានចុចចំកងតាចេញភ្លើងដុតតលឹងតឹងរបស់លោកគ្រូចឹងទៅស្របពេលនោះដែរពុកម្ដាយរបស់ណាចាក៏បានមកតាន់ហើយក៏បានចូលមកជួយប្រត់ភ្លើងរបស់លោកគ្រូថៃយីហើយលោកគ្រូថៃយីក៏បាននិយាយថាមិនអីទេភ្លើងប៉ុណ្ណឹងមិនអាចធ្វើអីខ្ញុំបានទេហើយគាត់ក៏បាននិយាយថាបើឯងហៅយើងជាគ្រូយើងនឹងបង្រៀនយុទ្ធសាស្ត្រដល់ឯងដើម្បីខ្លាចជាអ្នកកម្ចាត់បិសាចការពារប្រជាជនហើយណាចាក៏បានតបទៅថាស្អីគេការពារប្រជាជនខ្ពើមណាស់ហេតុអ្វីបានជាខ្ញុំត្រូវការពារពួកគេទាំងអស់នោះពួកគេស្អប់ខ្ញុំចង់ងាប់ហ្នឹងថែមទាំងហៅថាខ្ញុំជាបិសាចទៀតផងម្ដាយរបស់ណាចាក៏បានព្យាយាមមកលួងលោមកូនរបស់គាត់ចឹងណាហើយណាចាក៏បាននឹកឃើញរឿងពីមុនពេលនោះណាចាបានចេញមកលេងនៅខាងក្រៅគឺខ្លួនណាលេងសៃជាមួយក្មេងស្រីម្នាក់គ្រាន់តែលេងសៃធម្មតាទេប៉ុន្តែអ្នកភូមិនៅពេលឃើញណាចាភ្លាមនាំគ្នាចោទថាណាចានេះគឺជាបិសាចនាំគ្នាគប់អីវ៉ាន់គប់អីមកដាក់ណាចាចឹងទៅហើយអ្នកឃើញរឿងនេះធ្វើឲ្យណាចានេះខឹងខ្លាំងមែនតើពេលនោះឪពុករបស់គេក៏បានសម្រេចចិត្តប្រាប់រឿងមួយដល់គេគាត់បាននិយាយថាតាមពិតទៅឯងណាចាគឺជាត្បូងទេវតាមកចាប់ជាតិនោះណាចាក៏បានតបថាកុហកខ្ញុំទេដឹងហើយពេលនោះម្ដាយរបស់គេនិងលោកគ្រូរបស់គេក៏បានចូលដៃកុហកផងដែរដែលធ្វើឲ្យណាចានឹងជឿស្លងតែម្ដងហើយម្ដាយរបស់ណាចាក៏បាននិយាយបន្ថែមថាកូនត្រូវតែខិតខំរៀនសូត្រដើម្បីយកចំណេះវិជ្ជាទៅកម្ចាត់បិសាចហើយបង្ហាញថាកូនមិនមែនជាមនុស្សអាក្រក់នោះទេហើយនៅទីបំផុតទៅណាចាក៏បានព្រមស្ដាប់ឪពុកម្ដាយរបស់គេអញ្ចឹងណាហើយសាច់រឿងក៏បានកាត់មកកាន់2ឆ្នាំក្រោយយើងឃើញណាចាកំពុងតែកម្ចាត់បិសាចដើម្បីការពារប្រជាជនអញ្ចឹងណាខ្ញុំដឹងថាការពារប្រជាជនឬមួយក៏សម្លាប់ប្រជាជនដែរមើលគ្រាន់តែសម្លាប់បិសាចផ្ទះ4-10ខ្នងត្រូវបានរលាយខ្ទេចខ្ទីអស់ហ្មងតែតាមពិតទៅវាមិនមែនជាការពិតនោះទេវាគ្រាន់តែជាទីកន្លែងដែលលោកគ្រូថាយីបង្កើតឡើងសម្រាប់ណាចាហ្វឹកហាត់ប៉ុណ្ណោះហើយចំពោះការទេសសាកល្បងកម្ចាត់បិសាចរបស់ណាចាលើកនេះគឺលោកគ្រូថាយីមិនយល់ជាការនោះទេព្រោះថាវាមិនដែលអាណាកម្ចាត់បិសាចជួយមនុស្សវាមិនដែលមនុស្សងាប់ច្រើនជាងបិសាចហើយគាត់ក៏បានបញ្ជាឲ្យឈូករបស់គាត់នឹងបញ្ចាំងស្លាយឲ្យណាចាមើលសារជាថ្មីហើយឈូកគេឡូវទៀតណាអាចបញ្ចាំងស្លាយបានទៀតហើយអាចសារបានទៀតគាត់យកដៃទៅរកក្នុងរុនច្មងគឺសារបានហើយនេះហើយគាត់ក៏បានសារទៅកាន់កន្លែងណាចាកម្ចាត់បិសាចមានជាការបាញ់ភ្លើងទាំងហ្វ្រីបាញ់មនុស្សមួយទៀតចឹងណាត្រង់នេះបិសាចដេញមនុស្សរត់កាត់ស្ពានហើយណាចាដាក់មកភ្លើងទាំងងាប់ទាំងបិសាចងាប់ទាំងមនុស្សរោយចំណែកឯត្រង់នេះក៏អញ្ចឹងផងដែរជនគឺកំពុងតែរត់គេចពីបិសាចឡើងទៅលើផ្ទះអញ្ចឹងទៅហើយណាចាឃើញដូច្នេះក៏គប់មកលំពេងប៉ាំងខ្ចាយព្រាតហើយណាចាក៏បាននិយាយថាទៅខ្វល់ទៅអីមិនមនុស្សពិតផងណាហើយឪពុករបស់គេក៏បាននិយាយថាបើឯងហាត់មិនបានសម្រេចពុកមិនឲ្យឯងចេញពីទីនេះទេហើយក៏បានបញ្ជាទេវតាឲ្យដកហូតវត្ថុទឹកពីគេផងដែរខ្លួនឯងមនុស្សសោះហ៊ានបញ្ជាទេវតាអីណាហើយណាចាក៏មិនត្រូវទេបានយកវត្ថុទឹកនោះទៅបុករកដាក់ចូលវិញចឹងណាប៉ុន្តែស្របពេលនោះខ្លួនក៏បានលួចយកជក់ទឹកមកផងដែរហើយណាចាក៏បានប្រើប្រាស់វាដើម្បីបង្កើតផតថតដើម្បីចេញពីទីនេះផងដែរហើយក៏បាននិយាយថាខ្លួននឹងទៅចាប់បិសាចឲ្យអ្នកទាំងពីរមើលហើយសាច់រឿងក៏បានកាត់មកកាន់មាត់សមុទ្រមួយយើងឃើញថាមានបិសាចមួយនឹងកំពុងតែឡើងពីសមុទ្រហើយវាក៏បានចូលមកក្នុងភូមិដើម្បីចាប់សត្វចិញ្ចឹមរបស់អ្នក
ភូមិដើម្បីស៊ីចឹងទៅហើយពេលនោះណាចាក៏បានមកដល់គឺអនិយាយច្រើនទៅគឺវាយយកតែម្ដងហើយដោយសារតែបិសាចមិនអាចទប់ទល់ឈ្នះណាចាខ្លួនក៏បានរត់ណៃឯណាចាក៏បានដេញតាមហើយសកម្មភាពរត់របស់ណាចាគឺបានបំផ្លិចបំផ្លាញផ្ទះរបស់ប្រជាជនអស់ច្រើនខ្លាំងមែនទែនហើយបិសាចទាំងហ្នឹងក៏បានហក់ចូលទៅក្នុងពីងទឹករបស់ប្រជាជនចឹងណាដែលធ្វើឲ្យណាចាមិនដឹងថាពីងទឹកមួយណាទេដែលមានបិសាចលាក់ខ្លួននោះហើយភ្លាមនោះអ្នកភូមិក៏បាននាំគ្នាមកចោមរោមមើលហើយនៅពេលដែលណាចាបែរមកគឺនាំគ្នារត់តែម្ដងប៉ុន្តែណាចាបានស្រាប់ថាកម្រិតខ្លួនហ្នឹងបានហាមខត់អ្នកភូមិឲ្យនៅចាំមើលខ្លួនហ្នឹងកំចាត់បិសាចហើយបន្ទាប់មកណាចាក៏បានចាប់ទាញពីងទឹកមកដើម្បីវាយកំទេចចោលវាយទាត់ធាក់ផងផាំងចឹងទៅហើយបន្ទាប់មកចុងក្រោយខ្លួនក៏បានប្រើភ្លើងដើម្បីដុតបំផ្លាញតែម្ដងហើយបិសាចហ្នឹងក៏បានរត់គេចបន្តទៀតអញ្ចឹងទៅហើយណាចាក៏បានដេញតាមណាចាក៏បានប្រើភ្លើងដើម្បីដេញបាញ់បិសាចនោះប៉ុន្តែភ្លើងនោះបានបំផ្លាញតែអ្នកភូមិអស់រលីងតែម្ដងហើយអាបិសាចនោះក៏បានចាប់ក្មេងស្រីតូចម្នាក់ទៅជាមួយផងដែរតែបងប្រុសរបស់គេមើលមិនឃើញទេថាបិសាចជាអ្នកចាប់ហើយខ្លួនក៏បានយល់ច្រឡំថាណាចាជាអ្នកចាប់ប្អូនស្រីរបស់ខ្លួនក្រោយពេលមកដល់មាត់សមុទ្របិសាចនោះក៏បានហក់ចូលទៅកាន់ទឹកសមុទ្រវិញហើយព្រមឌឺទៅកាន់ណាចាទៀតផងហើយខ្លាំងចាប់មកតែឌឺមិនបានយូរបានទេពេលធ្លាក់មកដល់ខាងក្រោមទឹកសមុទ្រគឺបានកកបាត់ទៅហើយអញ្ចឹងបានគេថាបើមិនទាន់ដល់ត្រើយក៏មិនទាន់សោយក្តិតហើយការបង្កកទឹកសមុទ្រនេះគឺជាស្នាដៃរបស់មនុស្សអាកំបាំងម្នាក់ហើយក៏បានជួយទៅដល់ក្មេងតូចនោះត្រឡប់មកវិញផងដែរប៉ុន្តែណាចាគឺមិនព្រមទេខ្លួនខំដេញចង់ងប់ហើយក៏មិនចង់ស៊ីប៉ែក៏បានធ្វើការវាយប្រហារទៅលើមនុស្សអាកំបាំងម្នាក់នោះហើយក៏បានយកក្មេងតូចនោះទៅឲ្យបិសាចដើម្បីឲ្យខ្លួនជួយសារថ្មីមានអញ្ចឹងទៀតតែធ្វើឲ្យបិសាចនោះឆ្ងល់ខ្លាំងមែនបែកអាពីរនាក់នេះវិញហើយពួកគេទាំងពីរក៏បានវាយប្រហារគ្នាអញ្ចឹងទៅអាបិសាចនោះឃើញអាពីរនាក់នេះកំពុងឆ្លោះគ្នាវាក៏ឆ្លៀតពេលនោះផ្លុំពពុះពឹសរបស់វាចេញមកអញ្ចឹងណាហើយកំពុងវាយគ្នាសុកៗណាចាក៏បានឃើញពពុះនោះខុសមកហើយខ្លួនឆ្ងល់ក៏បានយកដៃទៅប៉ះអញ្ចឹងទៅក្រោយប៉ះហើយដៃរបស់គេក៏បានខ្លាយទៅជាថ្មហើយភ្លាមនោះបិសាចនោះក៏បាននិយាយឌឺដងមកកាន់អ្នកទាំងពីរអីអញ្ចឹងណាថាល្ងងភ្លើអីអញ្ចឹងទៅហើយអាបិសាចនោះវាក៏បានស៊ីក្មេងតូចឌឺនៅចំពោះមុខអ្នកទាំងពីរអញ្ចឹងណាហើយនិយាយអញ្ចឹងភ្លេចប្រាប់មកដល់ពេលនេះយើងដឹងថាម្នាក់ប្រុសហ្នឹងគឺជាកូនរបស់សាច់ញាតិដែលឈ្មោះថាអាវពីងនឹងឯងអាវពីងគាត់ឃើញដូច្នេះខ្លួនក៏បានរត់គេចពពុះទឹកយ៉ាងលយដើម្បីសម្ដៅទៅកាន់បិសាចនោះហើយបានវាយវាម្ដាយប៉ាំងដើម្បីឲ្យអាបិសាចហ្នឹងខ្ជាក់ក្មេងតូចនោះត្រឡប់មកវិញអញ្ចឹងណាហើយភ្លាមនោះបិសាចនោះក៏បានសោកចំអកឲ្យអញ្ចឹងទៅព្រោះថាទឹកមាត់របស់វាហ្នឹងគឺមានពឹសខ្លាំងជាងពពុះរបស់វាទៅទៀតដែលធ្វើឲ្យអាវពីងហ្នឹងកកខ្លាចជាថ្មនៅសល់តែភ្នែកមួយចំហៀងតែប៉ុណ្ណោះអាបិសាចនោះក៏បានយកដុំថ្មដើម្បីចង់វាយកំទេចប៉ុន្តែត្រូវបានណាចាហ្នឹងមកជួយទាន់ឃើញដូច្នេះអាបិសាចនោះក៏បានរត់ហើយបានផ្លុំពពុះដើម្បីការពារខ្លួនវាជំវិញខ្លួនវាអញ្ចឹងណាប៉ុន្តែណាចាឆ្លាតដែរខ្លួនក៏បានយករូបចម្លាក់របស់អាវពីងធ្វើជារនាំងដើរចូលទៅកាន់វាយអាបិសាចនោះតែម្ដងចុងក្រោយគឺដេកស្អាតរបស់ណាចាប៉ុន្តែអាបិសាចនោះបានវល់ថាកុំសម្លាប់វាចាំវាឲ្យថ្នាំប្រសាដែលថ្នាំប្រសារបស់វាគឺជាសម្បោរបស់វានេះឯងដែលណាចាឃើញហើយគឺខ្ពើមខ្លាំងមែនតើតែធ្វើម៉េចទេវាឲ្យវិធីមានធំលេបសិនទៅបាទមានជាការស័ក្តិសិទ្ធិជាខ្លាំងបាទលេបភ្លាមគឺថាជាភ្លាមតែម្ដងហើយណាចាក៏បានសួរទៅកាន់អាបិសាចនោះថាចុះពីអ្នកនោះលេបមិនកើតបកកអស់ហើយហ្នឹងហើយអាបិសាចនោះក៏បានឆ្លើយមកវិញថាលេបក៏បានដែរដែលធ្វើឲ្យណាចាលឺហើយគឺខឹងខ្លាំងមែនតើចុះឲ្យមិនប្រាប់ហ៎អាបិសាចនោះក៏បានតបវិញថាចុះបើលោកឯងអត់សួរផងហើយបន្ទាប់មកណាចាក៏បានជួយលេបថ្នាំប្រសាទៅកាន់អាពីងនៃក្មេងស្រីម្នាក់នោះបន្ទាប់មកអាពីងក៏បានធ្វើការអរគុណទៅកាន់ណាចាដែលណាចានោះបានជួយជីវិតរបស់ខ្លួនទង្វើបែបនេះបានធ្វើឲ្យណាចាភ្ញាក់ផ្អើលជាខ្លាំងព្រោះថាណាចាមិនដែលមានអ្នកណាអរគុណមកកាន់ខ្លួនឡើយហើយក្មេងស្រីតូចម្នាក់នោះក៏បានដើរចូលមកហើយនិយាយថាកូនបងណាចាដែលបានវាយបិសាចការពីហើយជួយអូនគឺថារឿងទាំងអស់នេះបានធ្វើឲ្យណាចាសប្បាយចិត្តខ្លាំងមែនតើហើយពួកគេទាំងពីរក៏បានលេងសើចជុំគ្នាយ៉ាងសប្បាយហើយនៅទីបំផុតទៅណាចាក៏អាចរកដៃគូលេងសើចជាមួយគេគឺថាលេងបានមួយគ្នាដោយគ្មានគ្រោះថ្នាក់អីចឹងណាលេងសោកសក់ណាចាក៏បានយំដោយសារតែគេនោះរំភើបពេកព្រោះថាតាំងពីកើតមកមិនដែលមានក្មេងណាមកលេងមួយគេនោះទេចំណែកឯអាវពីងក៏ដូចគ្នាភ្លាមនោះអាវពីងក៏បានបកគោសបកខ្យងទៅកាន់ណាចាហើយនិយាយថាបើឯងចង់លេងសើចមួយយើងឯងគ្រាន់តែផ្លុំខ្យងនេះមកយើងនឹងលេងជាមួយឯងភ្លាមរឿងនេះគឺធ្វើឲ្យណាចាសប្បាយចិត្តខ្លាំងមែនតើហើយពួកគេក៏បានរាប់អានគ្នាធ្វើជាមិត្តភក្តិចឹងទៅហើយភ្លាមនោះអ្នកភូមិក៏បានមកដល់ហើយក៏បានចោទប្រកាន់ទៅកាន់ណាចាថាណាចាជាអ្នកចាប់ក្មេងស្រីនេះមកហើយណាចាខំបកកាយតែខ្លួនបានចាប់មកទេខ្លួនជាអ្នកជួយតាប៉ុន្តែគ្មាននរណាស្ដាប់ហេតុផលរបស់ណាចាឡើយហើយពួកគេក៏បានជេរទៅកាន់ណាចាថាអាកូនបិសាចប៉ុន្តែណាចាមិនខ្វល់ឡើយប៉ុន្តែពួកគេនៅតែបន្តជេរទៀតថាអាកពូចបិសាចពីអមាត់នេះធ្វើឲ្យណាចាខឹងខ្លាំងមែនតើពេលនោះអ្នកភូមិក៏បានរត់សម្ដៅមកវាយណាចាដោយសារតែណាចាខឹងខ្លាំងដែរខ្លួនក៏បានតដៃបាទគឺថាអ្នកភូមិក៏ពេកកំពុងមិនអាចតដៃជាមួយណាចាបានឡើយគឺថាណាចាវាយរៀបចឹងណាហើយពេលនោះលោកគ្រូថៃជីក៏បានមកដល់ហើយក៏បានប្រើអំបោះទើបនឹងចងខ្លួនណាចាជាប់មិនឲ្យរួចខ្លួនរួចឡើយដែលរឿងលើកនេះធ្វើឲ្យអ្នកភូមិខឹងខ្លាំងមែនតើហើយអ្នកភូមិក៏បាននិយាយថាយកណាចានឹងទៅឃុំម្ដងទៀតទៅលោកម្ចាស់កុំឲ្យគេចេញមកខាងក្រៅទៀតអីព្រោះថាចេញមកម្ដងគឺខ្ទេចឲ្យហើយភូមិហើយឪពុករបស់ណាចាក៏បានប្រទះឃើញសារធាតុអិលក្នុងដៃរបស់ណាចាអញ្ចឹងគាត់ដឹងថាកូនរបស់គាត់ពិតជាបានវាយជាមួយបិសាចពិតមែនគឺមិនដូចជាពាក្យសម្ដីដែលអ្នកភូមិចោទប្រកាន់នោះទេហើយសាច់រឿងក៏បានកាត់មកកាន់ឋានប្រជុំនេះឯនេះវិញនៅពេលដែលអាវពេញត្រឡប់មកវិញខ្លួនក៏បានរាយរាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់លោកគ្រូនិងឪពុករបស់គេគ្រប់យ៉ាងគឺខ្លួននឹងបានអនុវត្តមេរៀនឲ្យលោកគ្រូដាក់ឲ្យនឹងបានជោគជ័យហើយមេរៀនគេមេរៀនបកកទឹកសមុទ្រហ្នឹងនឹងបានវាយជាមួយបិសាចដើម្បីសង្គ្រោះជីវិតក្មេងម្នាក់ព្រមទាំងបានរាប់អានក្មេងម្នាក់ឈ្មោះតាណាចាធ្វើជាមិត្តភក្តិទៀតផងគ្រាន់តែលឺអញ្ចឹងភ្លាមលោកគ្រូនិងឪពុករបស់គេគឺខឹងខ្លាំងមែនតើហើយក៏បានចាប់ផ្ដើមនិយាយរឿងរ៉ាវទាំងអស់ប្រាប់គេគឺបាននិយាយថាឯងអាវពេញគឺកើតពីត្បូងទេវតាចំណែកអាណាចាគឺកើតពីត្បូងបិសាចអញ្ចឹងហើយពួកឯងទាំងពីរមិនអាចរាប់អានគ្នាបានទេហើយបន្តិចទៀតរន្ទាននិធានសួរនឹងបាញ់សម្លាប់គុជបិសាចដែរជាណាចាហើយពេលនោះវានឹងអុកលោកភូមិសម្លាប់ប្រជាជនហើយនៅពេលនោះហើយដែលឯងត្រូវចូលទៅជួយដើម្បីសាងកុសសម្បត្តិនេះខ្លាចជាទេវតាបន្ទាប់មកស្ដេចនាគក៏បាននិយាយប្រាប់រឿងរ៉ាវបន្ថែមទៀតទៅកាន់អាវពេញបាននិយាយថាទីនេះមិនមែនជាវិមាននាគដែលអស្ចារ្យស្អីនោះទេវាគ្រាន់តែជាច្រកទ្វារបិសាចប៉ុណ្ណោះតែពួកទេវតាទាំងនោះបានចាត់ឲ្យពូជពងនាគរាជរបស់យើងមកចាំយាមដើម្បីកុំឲ្យពួកបិសាចទាំងអស់នោះឡើងមកអុកលោកយើងយាមទ្វារបិសាចនេះប្រៀបដូចជាឆ្កែយាមទ្វារអញ្ចឹងនងក្រសែភ្នែករបស់ទេវតាទាំងអស់នោះចាត់ទុកពូជពងនាគរបស់យើងត្រឹមជាសត្វដេរឆានប៉ុណ្ណោះដូច្នេះហើយជោគវាសនារបស់ពូជពងនាគរបស់យើងស្ថិតក្នុងកណ្ដាប់ដៃ
អីហើយឲ្យពេញពុកសង្ឃឹមថាកូននឹងអាចនាំពូជពងនេះរបស់យើងអាចមានសេរីភាពបានគឺរបៀបថាធ្វើឲ្យពូជពងនេះនឹងមានសេរីភាពចឹងណាអ្នកនរហើយឲ្យពេញក៏បានអោនគោរពទទួលទាំងបាក់ចិត្តចឹងទៅយើងកាន់ម្ដងណាចាវិញគឺថាដេកសែតទៀតហើយព្រោះថាធ្វើកូនបានទោសណាគេដែលមិនខឹងភ្លាមនោះអ្នកអមរាក៏បានយកបាយមកឲ្យញ៉ាំចឹងណាលោកប្រុសតើកុំគិតច្រើនមកញ៉ាំអាហារសិនមកក្តុំឆែបបើមិនញ៉ាំចាំបាច់ទាត់ហើយបន្ទាប់មកឪពុកម្ដាយរបស់ណាចាក៏បានចូលមកលួងលោមកូនរបស់គាត់ម្ដងចឹងណាហើយពួកគាត់ក៏ចង់ធ្វើខុសកំណត់ឲ្យណាចាហើយនឹងអញ្ជើញអ្នកភូមិមកចូលរួមចឹងណាគ្រាន់តែលឺហើយណាចាសប្បាយចិត្តខ្លាំងមែនតើប៉ុន្តែគិតចុះគិតឡើងក៏បានតបទៅកាន់ម្ដាយរបស់គេវិញថាគេមកដែរម៉ែរបស់គេស្អប់ខ្ញុំដូចអាចចឹងហើយពុករបស់ណាចាក៏បាននិយាយបន្ថែមថាពិសេសដែលកូនបានវាយថ្ងៃមុនហ្នឹងគឺពុកបានចាប់មកវិញហើយពុកនឹងបង្ហាញពួកគេថាកូនពិតជាបានវាយពិសេសដើម្បីជួយសង្គ្រោះក្មេងតូចនោះពិតមែនដើម្បីឲ្យពួកគេនឹងឈប់យកច្រឡំមកលើកូនទៀតហើយណាចាក៏បានតបទៅវិញថាអ្នកទាំងពីរចង់ធ្វើអីក៏ធ្វើទៅនិយាយបែបហីមិនខ្វល់ចឹងណាប៉ុន្តែពេលម៉ែឪទៅបាត់ណាសប្បាយđangលោតអពេញហ្នឹងហើយនិយាយមែនណាខ្ញុំមើលឲ្យមានអារម្មណ៍ថាតួអង្គណាចាហ្នឹងខ្ជូតខ្លាំងមែនតើហើយណាចាក៏បានហែកផ្ទាំងវិញនន់មកផ្ទាំងមកដឹងជាគួរទេនេះហើយកាត់មកកាន់ឪពុកម្ដាយរបស់ណាចាវិញពួកគាត់ពិតជាពិបាកចិត្តខ្លាំងមែនតើព្រោះថាចិត្តដល់ថ្ងៃដល់រន្ទះបាញ់នៃឋានសួគ៌នោះបាញ់មកកាន់ណាចាទៅហើយកាត់មកកាន់ណាចាវិញខ្លួនក៏បានមកកាន់មាត់សមុទ្រហើយខ្លួនក៏បានយកសម្បកខ្យងដែលអាវពេញបកលឲ្យហ្នឹងយកមកផ្លុំដើម្បីហៅរូបគេចឹងណាផ្លុំចុះផ្លុំឡើងអាវពេញក៏បានមកឈរពីក្រោយខ្នងប៉ុន្តែណាចាគឺអត់ដឹងទេក៏តំឆែមកែបឆាជីពួយឲ្យមកមិនព្រាបហើយណាចាក៏បានបកលផែនទីទៅឲ្យអាវពេញដើម្បីអញ្ជើញគេទៅកាន់ពិធីខួបកំណើតរបស់ខ្លួនហើយណាចាក៏បាននិយាយថាណាគេអត់ទៅក៏អត់ទៅតែសំខាន់ឯងត្រូវទៅព្រោះថាឯងគឺជាមិត្តតែម្នាក់គត់ដែលខ្ញុំមានស្ដាប់ពាក្យសម្ដីដែលណាចានិយាយហើយខ្ញុំមានអារម្មណ៍ថាក្តុកក្តួលខ្លាំងមែនទែនហើយអាពីងក៏បានឆ្លើយយល់ព្រមម៉ាត់ណាម៉ាត់ហ្នឹងកុំភ្លេចមកតាត់មកត្រូវអីឯងហើយសាច់រឿងក៏បានកាត់មកកាន់ឋានវិជុងនេះដែលជាថ្ងៃគម្រប់ខួប3ឆ្នាំរបស់ណាចាហើយក៏ជាថ្ងៃដែលរន្ទះបាញ់មកកាន់ណាចាផងដែរហើយលោកគ្រូរបស់គេក៏បាននិយាយថាមកដល់ពេលទៅមកគឺទៅកន្លែងពិធីខួបកំណើតរបស់ណាចាដើម្បីធ្វើជាតួឯងចឹងណាសម្ដែងធ្វើជាតួឯងហើយមុននឹងចាក់ចេញទៅអ្នកទាំងអស់ក៏បានបេះស្រកាដែលសំខាន់បំផុតសម្រាប់ខ្លួនណាដើម្បីធ្វើជាអាក្រោះឲ្យអាវពីងដែលអាក្រោះនេះមានសភាពមាំខ្លាំងមែនទែនហើយស្ដេចនាងក៏បានផ្ដាំទៀតថាជោគវាសនារបស់អ្នកទាំងអស់គឺស្ថិតនៅលើកណ្ដាប់ដៃរបស់កូនហើយយើងកាត់មកកាន់ពិធីខួបកំណើតឯនេះវិញហើយយើងមកមើលទឹកមុខអ្នកចូលរួមម៉ែមុខដូចកញ្ចងបាញ់មិននាំគ្នាធ្វើមុខចឹងញឹមតិចមើលពួកលេងភ្លេងនេះលេងឲ្យត្រាក់អារម្មណ៍តិចមើលលេងដល់បានស៊ីបាយអញ្ចឹងហើយយើងបែរមកមើលពីរអ្នកដែលយើងបិសាចនេះវិញបិសាចដែលពុកណាចាចាប់មកវិញហើយអាមួយក៏បានសួរទៅកាន់អាមួយថាកាលណាលោកម្ចាស់លីយើងចេញទៅហ៎ហើយបែកអីនៅនឹងដូចគ្នាហើយសួរអញយើងបែរមកកាន់ណាចាវិញមុននឹងវិធីចាប់ដើមលោកម្ចាស់សិនកងប៉ាក៏បានលួចមកជួបណាចាហើយក៏បាននិយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់ណាចាព្រមទាំងអាកំបាំងដែលខ្លួនហ្នឹងកាត់ពីគុជបិសាចហើយនៅពេលដែលវិធីចាប់ដើមណាចាក៏បានដើរចោលមកជាមួយនឹងកំហឹងពេញខ្លួនដោយសារតែអ្នកទាំងអស់គ្នាបានកុហករូបគេពេលដើរមកដល់លោកគ្រូថាយីក៏បានបកគលកដោខួបកំណើតទៅកាន់ណាចាមានដូចជាលំពេងមេឃខៀកណាត់វេទមន្តព្រមទាំងសត្វជ្រូកមួយក្បាលផងដែរហើយជ្រូកហ្នឹងវានៅមួយណាគេវានឹងប្រែកាឡាតាមអត្តចរិតរបស់ម្ចាស់របស់វាហើយនៅពេលដែលនៅជាមួយណាចាវាក៏បានប្រែក្លាយទៅជាកងភ្លើងចំណែកម្ដាយរបស់ណាចាវិញជូនពរកូនទាំងទឹកភ្នែកតែម្ដងចំណែកឯឪពុករបស់ណាចាវិញគឺគាត់បានឲ្យយន់សុខសប្បាយទៅកាន់ណាចាជាកាដូថ្ងៃខួបកំណើតប៉ុន្តែណាចាក៏បាននិយាយថាខ្ញុំដឹងអស់ហើយមិនបាច់មកកុហកខ្ញុំទៀតទេខ្ញុំគឺកាត់មកពីត្បូងបិសាចហើយអ្នកទាំងពីរបានកុហកខ្ញុំនិងបានប្រើលេសមកឃុំឃាំងខ្ញុំនៅក្នុងផ្ទាំងគំនូទៀតផងអ្នកទាំងពីរគឺខ្វាយខ្វល់តែពីមុខមាត់តែប៉ុណ្ណោះបន្តមកណាចាក៏បានសូត្រវេទមន្តដើម្បីបំផ្លាញកងឈីងខុននិងបានប្រែខ្លួនជាមនុស្សធំមានធម៌ពលអស្ចារ្យមិនអាចគ្រប់គ្រងបានប៉ុន្តែពេលនេះណាចាពុំមានសតិនោះឡើយគឺខ្លួនបានចង់សម្លាប់ឪពុករបស់ខ្លួនប៉ុន្តែត្រូវបានលោកគ្រូថាយាជួយទប់ស្កាត់បែរមកមើលពីអ្នកសិស្សគ្រូនេះវិញគ្រូនោះក៏បាននិយាយថាចាំណាចាសម្លាប់ឪពុកម្ដាយវានិងគ្រូរបស់វាហើយចាំចូលទៅជួយដើម្បីសម្លាប់ណាចាយកគុណសម្បត្តិហើយពេលនោះអាចធ្វើជាទេវតាបានហើយលោកគ្រូរបស់គេក៏បានសារភាពថាខ្លួននោះគឺជាបិសាចខ្លាដូច្នេះបានជាគ្រប់គ្នាមើលរំលងរូបគេលើកនេះយើងនឹងធ្វើឲ្យពួកវាគោរពយើងសាជាថ្មីហើយព្រាមនោះអាពេងក៏បានលុតជង្គង់ចុះហើយសុំបបលោកគ្រូគេថាលោកគ្រូណាចាធ្លាប់ជួយជីវិតខ្ញុំលោកគ្រូយ៉ាងហោចណាស់ក៏ឲ្យខ្ញុំជួយជីវិតឪពុកម្ដាយគេក៏បានដែរព្រាមនោះសិនកងប៉ាក៏បានបោះកងជង្គង់ទៅលើដីហើយបែរខ្នងនិយាយថាឯងចង់ទៅណាក៏ទៅតាគេដឹងពីអត្តសញ្ញាណពិតរបស់ឯងផែនការរបស់ឪពុកឯងច្បាស់ជាបរាជ័យតែពេលដែលបែរក្រោយមកចុះអានេះទៅមិនមែនអសិស្សទូរទស្សន៍យើងបែរមកមើលឆាកយុទ្ធឯនេះវិញណាចាចង់ប្រើភ្លើងដុតសម្លាប់ឪពុករបស់ខ្លួនប៉ុន្តែត្រូវបានលោកគ្រូថាយាជួយសង្គ្រោះទាន់ប៉ុន្តែចុងក្រោយណាចានៅតែអាចចាប់ឪពុករបស់ខ្លួនបានហើយបានគប់សម្ដៅសម្លាប់គាត់មួយលំពេងនោះតែម្ដងហើយពេលនោះក៏បានផ្ទុះដៀងគឺថាឪពុករបស់ណាចាមិនទាន់ស្លាប់នោះទេគឺថាបានឲ្យពេញចូលមកជួយទាន់អញ្ចឹងណាហើយបន្ទាប់មកណាចានិងឲ្យពេញក៏បានប៉ះទង្គិចគ្នាអញ្ចឹងទៅអ្នកនរគ្នាមើលតាមហ្នឹងខ្ញុំមិនដឹងនិយាយថាម៉េចវាយគ្នាអញ្ចឹងវាយគ្នាសក់សាច់រឿងក៏បានកាត់មកកាន់ពីអ្នកនេះពងជាបិសាចហ្នឹងហាមួយនោះវាក៏បាននិយាយថាអូឲ្យមើលសលេងខាងលើអដល់ហើយតែយើងឡើងទៅមើលឡើងទៅមិនបើឡើងទៅបានតែគេយាមមកថ្មិលនេះអូមែនវាយអភ្លេចគិតយើងបកមកកាន់ការប្រយុទ្ធរបស់ណាចានិងអាវពីងវិញណាចាបានហោះកាន់លំពេងដើម្បីសម្ដៅទៅចាក់អាវពីងប៉ុន្តែត្រូវបានអាវពីងហ្នឹងរងជាប់ហើយព្រមទាំងបានបង្កក់អាវុធរបស់ណាចាទៀតផងជ្រៀតពេលនោះអាវពីងក៏បានបោះកងជិងខុនទៅកាន់លោកគ្រូថៃយីបន្ទាប់មកលោកគ្រូថៃយីក៏បានប្រើប្រាស់កងជិងខុនឲ្យទៅរំពាត់ណាចានៅទីបំផុតក៏អាចបង្ក្រាបណាចាបានសម្រេចហើយក្រោយពេលដឹងខ្លួនមកណាចានៅតែខឹងហើយខ្លួនក៏បានរត់ចាក់ចេញពីអ្នកទាំងអស់គ្នាអញ្ចឹងទៅហើយឪពុករបស់ណាចាក៏បានអរគុណទៅកាន់មនុស្សចម្លែកដែលបានជួយហើយព្រាមនោះគាត់ក៏បានឆ្លៀតយកដៃទៅទាញកណាត់ឯរមុខរបស់អាវពីងហើយគាត់ក៏បានឃើញថាស្លាកស្នាមរបស់ណាចានិងអាវពីងគឺដូចគ្នាគឺស្លាកស្នាមដែលនៅលើក្បាលនោះឯងគ្រាន់តែពណ៌គឺវាខុសគ្នាអញ្ចឹងបានន័យថាឯងកើតពីត្បូងទេវតាតបមកអាវពីងក៏បានរត់គេចអញ្ចឹងទៅប៉ុន្តែលោកគ្រូថៃយីឃើញគាត់ក៏បានជេរទៅកាន់អាវពីងថាអាកពូចនេះអាកពូចចោអាកពូចថោកទាបអាកពូចចោមកសៀតដែលពាក្យសម្ដីទាំងនេះធ្វើឲ្យអាវពីងខឹងខ្លាំងមែនតើគឺថាលែងដឹងខុសត្រូវសខ្មៅអីហើយក៏បានកោះហៅទឹកសមុទ្រជាច្រើនពីគ្រប់ទិសទីឲ្យមកផ្ដុំគ្នានៅលើផ្ទះប្រជាជនហើយបង្កក់វាទៅជាផ្ទាំងទឹកកកដ៏ធំដើម្បីត្រៀមទម្លាក់សម្កត់សម្លាប់មនុស្សទាំងអស់តែម្ដង
យើងបែរមកមើលណាចាដែលរត់គេចពីអ្នកទាំងអស់គ្នានេះវិញគឺនៅខឹងមិនទាន់បាត់នៅឡើយទេប៉ុន្តែភ្លាមនោះកងភ្លើងរបស់គេក៏បានប្រែក្លាយទៅជាសត្វជ្រូកហើយក៏បានយកស្លឹកត្រចៀកទៅបេះស្មៅមួយតងដើម្បីរកចំហខ្លួនឯងឲ្យកដាស់ចឹងណាហើយក៏បានបញ្ចេញស្លាយមួយឲ្យណាចាមើលគឺថានៅពេលដែលឪពុករបស់ណាចាទៅរកទេវតាថៃសានឡើងជីងឲ្យជួយដោះបណ្ដាសាឲ្យណាចាប៉ុន្តែមិនអាចដោះបាននោះទេប៉ុន្តែទេវតាបពកក៏បាននិយាយថាមានវិធីមួយដែលអាចជួយបានគឺប្រាយ័នដូរជោគវាសនាជន់ពីសន្លឹកនេះលោកទុកមួយឲ្យកូនលោកទុកមួយហើយនៅពេលដែលរន្ទះបាញ់មកវានឹងបាញ់លោកជំនួសហើយលោកម្ចាស់លីជីងក៏បានយល់ព្រមដោយមិនស្ទាក់ស្ទើរឡើយហើយគាត់ក៏បានរត់ជង្គង់សូមអំបរទេវតាថៃយីឲ្យជួយលាក់ការសម្ងាត់នេះឲ្យគាត់ផងណាចាក្រោយវាបានឃើញដូច្នេះហើយធ្វើឲ្យរូបគេនឹងក្តុកក្តួលខ្លាំងមែនទែនរហូតដល់ថ្នាក់ស្រក់ទឹកភ្នែកតក់តែម្ដងព្រោះណាចាមិននឹកស្មានថាឪពុករបស់គេស្រឡាញ់រូបគេដល់ថ្នាក់នេះឡើយស្រឡាញ់ដល់ថ្នាក់ហ៊ានលះបង់ជីវិតដើម្បីណាចាមានត្រឡប់មកកាន់ភូមិគ្រឹះរបស់លោកម្ចាស់លីជីងវិញឪពុកម្ដាយរបស់ណាចាបានព្យាយាមបញ្ឈប់អាវពីងប៉ុន្តែត្រូវបានអាវពីងនឹងបង្កកខ្លាចទៅជាតកបាត់ទៅភ្លាមនោះណាចាក៏បានត្រឡប់មកវិញមកលើកនេះណាចាគឺមកជួយឪពុកម្ដាយរបស់ខ្លួននិងប្រជាជនហើយណាចាក៏បានរំលាយតកឲ្យឪពុកម្ដាយរបស់ខ្លួនហើយណាចាក៏បានឆ្ងល់ថាហេតុអ្វីបានជាអាវពីងធ្វើដូច្នេះហើយលោកគ្រូថៃយីក៏បានឆ្លៀតបញ្យល់ប្រាប់ថាសិនកងប៉ានឹងបានលួចគុជទេវតាយកវាទៅឲ្យអាវពីងនិងបញ្ជាអាវពីងនឹងឲ្យកំទេចទីនេះបន្ទាប់មកពួកគេក៏បានវាយគ្នាបន្តទៀតភ្លាមនោះអាវពីងក៏បានបញ្ជាទឹកឲ្យហោះទៅកាន់ណាចាហើយណាចាក៏បានប្រើប្រាស់ធម្មពលភ្លើងរបស់ខ្លួនដើម្បីទប់ទល់ដែលបានធ្វើឲ្យទឹកទាំងនោះក្លាយទៅជាចំហាយទឹកអស់ទៅហើយអាវពីងក៏បាននិយាយថាហែងមិនប្រឹងទេអើយវាយមិនឈ្នះយើងទេព្រោះថាធម្មពលរបស់ឯងត្រូវកងជាងខុនមកក្រាបមកទៅហើយវាមិនខ្មេះទេអាវាយគ្នាសក់សក់ណាចាដូចជាចាញ់ព្រៀបហើយខ្លួនក៏បានដកថយចូលទៅក្នុងអាប់ហើយក៏បាននិយាយថាបែកខ្លាយតាមកហើយអាវពីងក៏បានប្រើយុទ្ធសិលដើម្បីបាញ់សម្ដៅទៅកាន់ណាចាប៉ុន្តែបែរជាត្រូវគ្រូរបស់ខ្លួនទៅវិញហើយអាវពីងក៏បានសុំទោសគ្រូរបស់ខ្លួនចឹងទៅតាមពិតសិនកងប៉ានោះជាណាចាប្រែកាឡាតែប៉ុណ្ណោះហើយក៏បានយកលំពេញមេឃីនោះចាក់គូតអាវពីងលឺសូតែឈួយតែប៉ុណ្ណេះជួមិនប្រឹងទេឯងនិយាយរួចក៏បានហក់ចូលទៅក្នុងអាប់បាត់ទៅហើយណាចាដែលប្រែកាឡានោះក៏បានជួបគ្នាជាមួយនឹងសិនកងប៉ាហើយណាចាក៏បានបដូរអាវុធគ្នាជាមួយសិនកងប៉ាដែលធ្វើឲ្យអាវពីងយល់ច្រឡំខ្លាំងមែនទែនហើយអាវពីងក៏បានវាប្រហារទៅកាន់លោកគ្រូសិនកងប៉ារហូតដល់ដេកស្អាតតែម្ដងហើយណាចាដែលប្រែកាឡាក៏បាននិយាយថាធ្វើបានល្អអាកូនសិស្សឲ្យមេដៃមួយហើយក៏បានយកលំពេញនឹងចាក់គូតអាវពីងជាលើកទី2ហើយក៏រត់បាត់ទៅហើយណាចាដែលប្រែកាឡារត់មកក៏បានជួបលោកគ្រូថៃយីតែលោកគ្រូថៃយីមានតែដឹងឯណាហើយក៏បានចាប់ណាចាដាក់ទៅក្នុងរូបគំនូបាត់ទៅហើយបន្ទាប់មកសិនកងប៉ានិងអាវពីងក៏បានមកដល់ហើយក៏បានបើកការវាប្រហារទៅកាន់លោកគ្រូថៃយីប៉ុន្តែវាយចំផ្ទាំងគំនូហើយផ្ទាំងគំនូនោះក៏បានស្រូបអាវពីងចូលទៅក្នុងនោះលោកគ្រូសិនកងប៉ាឃើញចឹងក៏បានទៅជួយចឹងណាប៉ុន្តែទាញទៅទាំងពីរហ្នឹងហើយក៏ជ្រៀតទាញលោកគ្រូថៃយីហ្នឹងទៅជាមួយដែរហើយពួកគេក៏បានធ្លាក់មកកាន់ពិភពគំនូហើយលោកគ្រូថៃយីក៏បានប្រើប្រាស់ជក់នោះដើម្បីធ្វើជា portal ដើម្បីចេញទៅខាងក្រៅវិញតោះមានជក់នោះបញ្ចេញទៅក្រៅបានលឿនទៅដើមយកមកហើយបន្ទាប់មកពួកគេទាំង4ក៏បានវាយគ្នាដណ្ដើមជក់នឹងចឹងទៅវាយគ្នាចុះឡើងក៏បានជាប់នៅក្នុងដុំតកកមួយជាមួយគ្នាចំណែកឯជក់ទៅក៏បានធ្លាក់មកនៅក្បែរនោះផងដែរហើយព្រាមនោះអាវពីងក៏បានឆោងដៃទៅចាប់យកជក់ទៅនោះប៉ុន្តែពេលនោះត្រូវបានលោកគ្រូថៃយីផោមលឺសូទៅទីដែលធ្វើឲ្យដុំបានបដូរទីកន្លែងមិនអាចឲ្យអាវពីងនឹងយកបាននោះទេហើយលោកគ្រូថៃយីក៏បាននិយាយថាណាចាអាកូនសិស្សឲ្យចាំយកជក់និយាយរួចគាត់ក៏បានផោមមកត្រីទៀតទៅដែលអាចធ្វើឲ្យណាចាយកជើងរបស់គេនឹងចាប់ជក់នោះបានសម្រេចតែភើជើងវាមិនដូចភើដៃឯណាគូចុះគូឡើងគឺគ្មានបានផលប្រយោជន៍អីទេគឺថាមានជាការបុកផុងផាំងពេញហ្នឹងឯនេះដែលធ្វើឲ្យអ្នកខាងក្រៅដែលកំពុងតែកាន់រូបគំនូហ្នឹងវិលមកតាមឯនេះហើយចុងក្រោយពួកគេក៏បានចេញមកខាងក្រៅបានសម្រេចក្រោយពីចេញរួចមកពួកគេក៏បានវាយគ្នាបន្តទៀតហើយណាចាកំពុងតែវាយគ្នាជាមួយលោកគ្រូសិនកងប៉ាវឆ្លៀតពេលនោះអាវពេងក៏បានវាយប្រហារមកកាន់ឪពុកម្ដាយរបស់ណាចាប៉ុន្តែត្រូវបានណាចាហ្នឹងមករងជំនួសបន្ទាប់មកអាវពេងក៏បានប្រែកាឡាទៅជាសត្វនាគហើយក៏បានហោះទៅលើផ្ទាំងតកដើម្បីត្រៀមជន់ទម្លាក់វាចុះមកក្រោមដើម្បីកំទេចស្រុកឈីងគន់ទាំងមូលតែម្ដងណាចាឃើញដូច្នេះខ្លួនក៏បានសូត្រមន្តអាគមដើម្បីគ្រប់គ្រងទៅកាន់កងឈីងខុនហើយឲ្យកងឈីងខុននេះមកនៅនឹងកដៃរបស់គេវិញហើយបន្ទាប់មកណាចាក៏បានប្រែខ្លួនទៅជាមនុស្សធំដែលមានធម៌ពលខ្លាំងសម្បើមហើយណាចាក៏បានហោះទៅទ្រផ្ទាំងតកដើម្បីជួយសង្គ្រោះប្រជាជនហើយអាវពីងក៏បានហក់មកសង្កត់បន្ថែមទៀតដែលធ្វើឲ្យណាចានឹងស្ទើរតែមិនអាចទ្រាំទ្ររួចដែលធ្វើឲ្យផ្ទាំងតកនោះស្ទើរតែធ្លាក់ដល់ដីទៅហើយវាក៏បានបំផ្លាញផ្ទះរបស់ប្រជាជនមួយចំនួនផងដែរហើយពេលនោះណាចាក៏បានប្រើកម្លាំងចុងក្រោយរបស់ខ្លួនដើម្បីរុញវាត្រឡប់ទៅវិញហើយក៏បានប្រើភ្លើងដើម្បីដុតបំផ្លាញវាតែម្ដងបន្ទាប់មកណាចាក៏បានប្រើប្រាស់ខ្សែវេទមន្តរបស់ខ្លួនដើម្បីទៅចាប់ខ្លួនរបស់អាវពីងហើយក៏បានហោះកាន់លំពេងសម្ដៅមកចាក់សម្លាប់អាវពីងតែម្ដងប៉ុន្តែពេលដែលមកដល់ចិត្តនឹងខ្លួនក៏បានឈប់ហើយអាវពីងក៏បាននិយាយថាហេតុអ្វីបានជាឯងមិនសម្លាប់យើងហើយណាចាក៏បាននិយាយថាយើងមិនសម្លាប់ឯងទេព្រោះថាឯងគឺជាមិត្តតែម្នាក់គត់របស់យើងឮណាចានិយាយដូច្នេះធ្វើឲ្យអាវពីងនឹងមានអារម្មណ៍ថាខ្លួនឯងនឹងខុសខ្លាំងមែនទែនព្រោះតែខ្លួនគេនឹងចង់សម្លាប់ណាចាហើយចង់សម្លាប់ឪពុកម្ដាយរបស់គេទៀតប៉ុន្តែណាចានៅតែទុកជីវិតឲ្យខ្លួនហើយពេលនោះរន្ទះនិធានសួរក៏ចាប់ផ្ដើមប្រមូលផ្ដុំបណ្ដាហើយណាចាដឹងថាគេមិនសល់ពេលច្រើនទៀតទេហើយណាចាក៏បានហោះទៅរកឪពុកម្ដាយរបស់ខ្លួនដើម្បីលាគាត់ជាលើកចុងក្រោយណាចាបានប្រើប្រាស់ខ្សែវេទមន្តនោះដើម្បីរុំឪពុកម្ដាយរបស់ខ្លួនហើយក៏បានលូកដៃទៅយកយ័ន្តដូរវាសនានោះមកហែកចោលតែម្ដងទោះបីជាឪពុកម្ដាយរបស់គេហាមឃាត់យ៉ាងណាក៏ដោយហើយក៏បាននិយាយថាជោគវាសនារបស់កូននឹងទុកឲ្យកូនជាអ្នកទទួលហើយក៏បាននិយាយសុំទោសទៅកាន់ឪពុកម្ដាយដែលតែងតែធ្វើគាត់នឹងពិបាកចិត្តហើយណាចាក៏បាននិយាយរឿងក្នុងចិត្តរឿងដែលគេស្ដាយក្រោយដែលមិនទាន់បានធ្វើគឺចំណាយពេលជាមួយឪពុករបស់គេព្រោះថាតាំងពីកើតមកណាចាមិនដែលបានចំណាយពេលជាមួយឪពុករបស់គេឡើយហើយបន្ទាប់មកណាចាក៏បាននិយាយទៅកាន់ម្ដាយរបស់គេថាម៉ែកុំយំមើលថ្ងៃខួបកណ្ដាលខ្ញុំម៉ែឯងយំទៅអីបន្ទាប់មកណាចាក៏បានអោនគោរពទៅកាន់ឪពុកម្ដាយរបស់គេជាលើកចុងក្រោយហើយភ្លាមនោះរន្ទះក៏បានស្រោបទាញគេឡើងទៅខាងលើដើម្បីបាញ់គេសម្លាប់ចោលតែម្ដងប៉ុន្តែពេលនោះអាវពីងក៏បានហោះចូលមកហើយក៏បានប្រើប្រាស់អាវក្រោះសកានីរបស់គេដើម្បីការពាររន្ទះតែមិនបានយូរប៉ុន្មានណាអាវក្រោះនោះក៏បានប្រេះបែកតិចតិចតែម្ដងហើយបន្ទាប់មកពួកគេទាំងពីរក៏បានចាប់ដៃ
ដៃគ្នាហើយថាមពលគុជបិសាចនិងថាមពលគុជទេវតាក៏បានរួមបញ្ចូលគ្នាសាជាថ្មីហើយពួកគេទាំងពីរក៏អាចស្រូបយករន្ទះបាញ់នោះបានផងដែរហើយក៏បានប្រមូលវាបាញ់ត្រឡប់ទប់ទល់ទៅវិញប៉ុន្តែដោយសារតែវាខ្លាំងពេកពួកគេស្ទើរតែមិនអាចទប់ទល់ជាប់នោះទេលោកគ្រូថៃយីឃើញចេះខ្លួនក៏បានចូលទៅជួយហើយគាត់ក៏បានកវែងផ្កាឈូកទឹកនោះចូលទៅហើយអ្វីៗក៏បានបញ្ចប់ហើយអ្នកភូមិក៏បានរួចរស់ជីវិតព្រឹត្តិការណ៍នេះក៏បានបន្សល់ទុកនៅរណ្ដៅមួយយ៉ាងធំចំណែកឯឪពុកម្ដាយរបស់ណាចាក៏បានព្យាយាមកាយរកកូនរបស់ខ្លួននៅក្នុងរណ្ដៅដ៏ធំនោះហើយម្ដាយរបស់ណាចាក៏បានរកឃើញផ្កាឈូកទឹកនោះហើយក៏បានបង្ហាញឲ្យឃើញថាណាចានិងអាវពេញគឺបានស្លាប់បាត់ទៅហើយគឺផ្កាឈូកទឹកអាចជួយបានតែព្រលឹងវិញ្ញាណរបស់ពួកគេទាំងពីរតែប៉ុណ្ណោះចំណែកឯអ្នកភូមិក៏បានអោនគោរពមកកាន់ណាចាដែលបានជួយជីវិតរបស់ពួកគេហើយបានទទួលស្គាល់ឲ្យថាណាចាមិនមែនជាមនុស្សអាក្រក់នោះឡើយរឿងនេះបានធ្វើឲ្យព្រលឹងរបស់ណាចាសប្បាយចិត្តខ្លាំងមែនតើហើយសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយបើយល់ថាខ្ញុំសម្រាយល្អមើលកុំភ្លេចចុច Subscribe ខ្ញុំមួយហងចេះព្រោះថាមួយរឿងហ្នឹងខ្ញុំសម្រាយឡើង3ថ្ងៃថាធ្វើហ្គេមទៅបាក់តែមានណាមកធ្វើរឿងមិនបាក់យើងធ្វើហ្គេមទៀតបាទអរគុណច្រើនជម្រាបលា